ជំរាបសួរសូមស្វាគមន៍មកកាន់ podcast ការសន្ទនានាងខ្ញុំឈ្មោះលីណាគឺជា host ថ្ងៃនេះខ្ញុំរីករាយនឹងនាំអ្នកទាំងអស់គ្នាទៅជួបសិល្បករមួយរូបនៅខេត្តសៀមរាបគាត់គឺជាអតីតសិស្សមកពីសាលាហ្វាពន្លឺសិល្បៈនៅខេត្តបាត់ដំបងស្នាដៃរបស់គាត់ភាគច្រើនពិនិត្យទៅលើប្រធានបទប្រព័ន្ធអេកូឡូស៊ីសត្វព្រៃនៅកម្ពុជានិងទេវកថាប្រវត្តិសាស្ត្របែបសហសម័យដូច្នេះថ្ងៃនេះយើងទៅជួបគាត់ទាំងអស់គ្នាជំរាបសួរចា៎សួរបងបានជំរាបសួរសុខសប្បាយបាទបងសុខសប្បាយខ្លាំងចា៎បងសុខសប្បាយបងចាខ្ញុំសុខសប្បាយដែរអរគុណច្រើនហើយអរគុណច្រើនសម្រាប់ការចូលរួមពេលវេលាមានតម្លៃនៅក្នុងកម្មវិធី podcast របស់ខ្ញុំដោយរីកបងហើយក៏អរគុណច្រើនបងសម្រាប់ការចាប់អារម្មណ៍ទៅលើការធ្វើបទសុភាមកលើរូបខ្ញុំដែរបងចាអូខេចាអញ្ចឹងអាចពីដំបូងខ្ញុំអាចសុំចាន់នេះណែនាំខ្លួនតិចសិនបានទេខ្ញុំបាទឈ្មោះឈឿនចាន់នេះហើយក៏ជាអតីតសិស្សមកពីសាលាហ្វាពន្លឺសិល្បៈនៅខេត្តបាត់ដំបងហើយបច្ចុប្បន្ននេះគឺខ្ញុំបាទរស់នៅក្រុងសៀមរាបហើយហ្នឹងហើយបច្ចុប្បន្ននេះគឺមានញឹកនៅក្នុងក្រុងសៀមរាបចង់ត្រឡប់ទៅបាត់ដំបងវិញដែរតែចាំពេលក្រោយចាអូខេហ្នឹងហើយអញ្ចឹងសំណួររបស់ខ្ញុំបន្ទាប់ហ្នឹងគឺថាឃើញស្នាដៃចាន់នេះតាំងពីពីពណ៌លើកទី1 2016មកដល់ឥឡូវប៉ុន្តែចាប់អារម្មណ៍ចង់សួរយោបល់ពីពណ៌ចុងក្រោយមុនគេពីពណ៌ដែលមានចំណងជើងថាវិញ្ញាណព្រៃនិងនិមិត្តសញ្ញាស័ក្តិសិទ្ធិដែលនៅ Raffles Hotel ហ្នឹងហើយអាចជួយចែកម្លែកអំពីស្នាដៃនឹងតិចបានទេអរគុណច្រើនបងសម្រាប់ចំណាប់អារម្មណ៍ទៅលើប្រធានបទនៃការពិពណ៌របស់ខ្ញុំចុងក្រោយនេះនិយាយដោយស្មោះត្រង់ទៅតេតងជាមួយនឹងការងារដែលខ្ញុំធ្វើលើក្រោយនេះវាបង្កើតឡើងដោយសារតែអារម្មណ៍មួយដែលយើងឃើញថាយើងគួរតែលើកស្ទួយអ្វីដែលជាគេហៅថាសិល្បៈនិងវប្បធម៌ខ្មែររបស់យើងណាអញ្ចឹងទៅនៅពេលដែលយើងមើលទៅលើរូបភាពហ្នឹងយើងឃើញតេតងជាមួយសត្វព្រៃច្រើនហើយបានថាវាទៅជាវប្បធម៌វិញវាទៅជាសិល្បៈវប្បធម៌របស់ខ្មែរយើងនៅពេលដែលការងារទាំងអស់ហ្នឹងយើងសម្លឹងទៅលើការងារហ្នឹងយើងឃើញតែសត្វព្រៃព្រោះផ្ដោតសំខាន់ទៅលើសត្វព្រៃភាគច្រើនដែលដោយសារតែវាជាការងារមួយដែលខ្ញុំស្រឡាញ់យូរហើយដែលខ្ញុំធ្វើទាក់ទងជាមួយសត្វព្រៃដើម្បីចូលរួមក្នុងការអភិរក្សសត្វព្រៃផងដែរហើយក៏យើងជួយលើកស្ទួយនិងលើកកម្ពស់ទៅលើធនធានធម្មជាតិផងដែរហើយចង់បង្ហាញអំពីអត្តសញ្ញាណនៃសត្វព្រៃនីមួយៗដើម្បីឲ្យបងប្អូនខ្មែរយើងគាត់បានស្គាល់ពីសត្វព្រៃទាំងអស់នោះទៀតសោតដល់ពេលដែលយើងសម្លឹងឲ្យយូរទៅក្នុងផ្ទាំងគំនូររបស់ខ្ញុំហ្នឹងគឺយើងនឹងឃើញនិមិត្តសញ្ញាផ្សេងទាក់ទងជាមួយនឹងសិល្បៈរបស់ខ្មែរយើងហើយបាននៅក្នុងចំណងជើងរបស់ខ្ញុំដាក់វិញ្ញាណសត្វវិញ្ញាណព្រៃហើយនៅចុងកន្ទុយហ្នឹងខ្ញុំដាក់នឹងនិមិត្តសញ្ញាស័ក្តិសិទ្ធិដោយសារតែខ្ញុំយល់ឃើញថានៅប្រទេសកម្ពុជាយើងគឺបុព្វបុរសយើងឬក៏ដូនតារបស់យើងហ្នឹងគាត់មានជំនឿមួយទៅលើយន្តណាពួកគាត់មានអក្សរសាស្ត្ររបស់គាត់អក្សរបាលីរបស់គាត់ដែរនិយាយអំពីសិលសាស្ត្រមួយដែលជួយឲ្យគេហៅថាគ្រប់គ្រងទៅលើវិញ្ញាណឬគ្រប់គ្រងទៅលើវត្ថុស័ក្តិសិទ្ធិណាមួយដើម្បីការពារថែរក្សាទៅលើក្រុមគ្រួសាររបស់គាត់អញ្ចឹងពុព្វបុរសយើងឬក៏ដូនតាយើងគាត់សរសេរចាជាយន្តខ្មែរនឹងទុកជាតម្រាតគ្នាមករហូតដល់បច្ចុប្បន្នក៏នៅតែមានប្រជាពលរដ្ឋជាច្រើនស្ទើរតែ70-90% ដែលគាត់នៅប្រើប្រាស់យន្តខ្មែរនឹងនៅពេលដែលគាត់សាងសង់អគារលំនៅឋានជាពិសេសប្រជាពលរដ្ឋដែលគាត់រស់នៅតាមជនបទតែម្ដងនៅពេលដែលគាត់សាងសង់ជាលំនៅឋានឈើអញ្ចឹងគាត់ត្រូវតែមានយន្តពណ៌ក្រហមឬក៏យន្តពណ៌សនៅលើកណាត់ដើម្បីព្យួរនឹងសសរកឡោងដើម្បីជួយថែរក្សាបីបែកឃុំក្រងផ្ទះសម្បែងពួកគាត់នឹងតែម្ដងអញ្ចឹងនេះជាចំណុចដែលខ្ញុំគិតថាខ្ញុំគួរតែយកវាមកដាក់នៅក្នុងផ្ទាំងគំនូរដោយសារតែនៅពេលដែលយើងសរសេរទៅលើកណាត់ទូចហើយយើងដាក់បិទនៅលើអញ្ចឹងយើងអាចរក្សាបានមកអាយុកាលនៃផ្ទះហ្នឹងណាអាចបាត់បង់អីចឹងទៅក៏ប៉ុន្តែបើសិនខ្ញុំយកយន្តខ្មែរហ្នឹងមកសរសេរមកគូសវាសរសេរនៅលើផ្ទាំងគំនូររបស់ខ្ញុំអញ្ចឹងវាអាចរក្សាបានយូរអង្វែងជាងនឹងទៀតដោយសារតែអ្នកដែលគាត់ស្រឡាញ់ស្នាដៃយើងគាត់យកទៅថែរក្សាប្រកបណាស់គាត់នឹងលើកទៅដាក់ថែរក្សាកន្លែងណាមួយដែលល្អអញ្ចឹងអក្សរសាស្ត្រដែលយើងដាក់នៅក្នុងហ្នឹងអក្សរបាលីដែលយើងដាក់នៅក្នុងគំនូរហ្នឹងយើងអាចរក្សាវាបានយូរអង្វែងអញ្ចឹងនៅពេលហើយមួយទៀតវាកាន់តែពិសេសនៅពេលដែលបរទេសគាត់ជៀវស្នាដៃយើងទៅក្រៅប្រទេសអញ្ចឹងភាសាបាលីផងយើងវាអាចហោះទៅក្រៅប្រទេសបានតកតងជាមួយនឹងប្រធានបទ
ស្នាដៃចាន់នេះភាគច្រើនសិតតែមានរំលេចពីសត្វបក្សីមានសត្វព្រៃសត្វអីច្រើនផ្សេងទៀតប៉ុន្តែឃើញថាចាប់អារម្មណ៍បក្សីច្រើនអាចជួយប្រាប់បានថាហេតុអីបានជាចង់ធ្វើគូរូបតែបក្សីចឹងហើយច្រើនទៀត ពីមុនមកតាមពិតទៅបងខ្ញុំអត់ផ្ដោតទៅលើសត្វទេបងពីមុនមកខ្ញុំគូទៅលើទេវកថាច្រើនក៏ប៉ុន្តែនៅពេលដែលក្រោយដែលខ្ញុំបញ្ចប់ការសិក្សាពីសាលាហ្វាពលិសិល្បៈមកគឺខ្ញុំចាប់ដើមគិតត្រឡប់ទៅក្រោយវិញណាពីអតីតកាលដែលខ្ញុំធ្លាប់ឆ្លងកាត់ដោយសារខ្ញុំធំដឹងក្តីនៅក្នុងព្រៃអញ្ចឹងទៅជាធម្មតាយើងហើយសំណួរចាប់សួរមួយទៀតអាចសួរបានថាហើយបានខ្ញុំធ្វើការជាមួយនឹងធម្មជាតិជាមួយនឹងព្រៃឈើជាមួយនឹងសត្វព្រៃដោយសារតែខ្ញុំរស់នៅក្នុងព្រៃហើយខ្ញុំអ្នកកាប់ព្រៃដែរហើយបានខ្ញុំមកធ្វើអញ្ចឹងវិញពិតណាស់មនុស្សយើងតែងតែមានកំហុសមនុស្ស100នាក់គឺតែងតែមានកំហុសទាំង100នាក់អត់មានអ្នកណាល្អឥតខ្ចោះខ្ញុំធំដឹងដឹកក្តីនៅក្នុងព្រៃហើយខ្ញុំកាប់ព្រៃឈើហ្នឹងដើម្បីធ្វើស្រែចម្ការបើខ្ញុំអត់កាប់វាអត់ឆ្លាស់ធ្វើស្រែទេត្រឡប់ទៅក្រោយទៅចុះនៅក្នុងឆ្នាំ1998ហ្នឹងគឺខាងរាជរដ្ឋាភិបាលហ្នឹងគាត់បានចែកដីសម្បត្តិជូនប្រជាពលរដ្ឋដែលគាត់អត់មានដីណាអញ្ចឹងទៅគ្រួសារខ្ញុំអត់មានដីទេដោយសារខ្ញុំកើតនៅក្បែរក្រុងហើយប្រហែលជា15គីឡូម៉ែត្រពីក្រុងហើយក៏ប៉ុន្តែយើងអត់មានដីធ្វើស្រែទេអញ្ចឹងខាងរដ្ឋាភិបាលហ្នឹងគាត់ជួយជាដីសម្បត្តិដើម្បីឲ្យគ្រួសារដែលទីតលក្រហើយនិងគ្រួសារទាហានដោយសារពុកខ្ញុំជាទាហានដែរចឹងទៅគាត់ក៏នាំគ្នាទៅនៅក្នុងព្រៃហ្នឹងហ្មងនៅស្រុកកោះកឡហ្នឹងកាលឆ្នាំ98ហ្នឹងគឺព្រៃស្ដុកតែម្ដងអញ្ចឹងសត្វសាហាវនៅនឹងច្រើនហើយសត្វព្រៃច្រើនអញ្ចឹងពួកខ្ញុំក៏ធម្មតាយើងទៅយើងកាប់ព្រៃដើម្បីវាយទីធ្វើស្រែធ្វើចម្ការមែនទេហើយនៅទីនោះទៀតសោតកាលក្នុងឆ្នាំហ្នឹងយើងអត់មានសាលារៀនអត់មានវត្តនៅឆ្ងាយហើយផ្សារយើងក៏អត់មានដែរផ្សារនៅឆ្ងាយអញ្ចឹងទៅយើងនៅក្នុងព្រៃវាជាមិនផុតពីការបរបាញ់ហើយអញ្ចឹងពួកខ្ញុំសម្លាប់សត្វយើងបាញ់សត្វស្លាប់ទាំងអស់ហ្នឹងដើម្បីយកមកធ្វើជាម្ហូបអាហារអញ្ចឹងទៅនេះជាចំណុចមួយដែលខ្ញុំគិតត្រឡប់ទៅក្រោយនៅពេលដែលខ្ញុំចប់ការសិក្សាហើយគឺខ្ញុំគិតថាខ្ញុំគួរតែធ្វើអីមួយយ៉ាងព្រោះអតីតកាលរបស់ខ្ញុំវាអត់ល្អទេអញ្ចឹងខ្ញុំគួរតែចែករំលែកអ្វីដែលជាអតីតកាលរបស់ខ្ញុំដែលមិនល្អមួយហ្នឹងទៅដល់យុវជនជំនាន់ក្រោយឲ្យគាត់ឃើញថានេះជាគំរូមិនល្អមួយយើងគួរតែជៀសវាងអញ្ចឹងណាចឹងខ្ញុំនឹកឃើញថាខ្ញុំគួរតែលើកស្ទួយទៅលើវិស័យធនធានធម្មជាតិនិងសត្វព្រៃដើម្បីឲ្យពួកគាត់បានស្គាល់ពីប្រភពសត្វព្រៃរបស់យើងហើយព្រៃឈើរបស់យើងថាវាមានសារៈសំខាន់ប៉ុណ្ណាទៅលើភពផែនដីឲ្យគាត់ជួយថែរក្សាបន្តហើយនឹងជួយដាំឈើឡើងវិញហើយអភិរក្សសត្វព្រៃឲ្យវាគង់វង្សឡើងដើម្បីទេសចរជាតិនិងអន្តរជាតិចូលមកដែរអានេះវាជាចំណែកមួយអញ្ចឹងហើយមួយទៀតគឺខ្ញុំធ្វើវាឡើងមកដើម្បីឲ្យសត្វព្រៃដែលខ្ញុំធ្លាប់សម្លាប់ហ្នឹងអាហោសកម្មរបស់ខ្ញុំផងដែរនេះជាគោលដៅរបស់ខ្ញុំទៅឃើញបច្ចុប្បន្ននេះគឺឃើញការងាររបស់ខ្ញុំហ្នឹងគឺភាគច្រើនគឺសត្វព្រៃមូលហេតុដែលខ្ញុំឃើញថាកំហុសឆ្គងរបស់ខ្ញុំគួរតែកែប្រែអញនិយាយបានថាដួងពលឹងមួយអាចវាចូលសន្ធិដ្ឋក៏ថាបានណាបងនៅពេលដែលយើងធ្វើការងារទៅលើតួអង្គនៃសត្វស្លាប់ទាំងអស់ហ្នឹងណាទៀតសោតនៅក្នុងព្រៃធម្មតាពណ៌វាអត់ចេញមកបែបហ្នឹងឯងដោយសារតែប្រភេទសត្វវាមានខុសគ្នាហើយវាស្អាតបងវាស្អាតតាមលក្ខណៈល្អគុណណាមានន័យថានៅពេលដែលវានៅប្រភពមួយដែលមិនទាន់មានពន្លឺវាមិនទាន់អីរូបឆោមវាអត់ទាន់លេចធ្លោទេតែនៅពេលដែលវាជិះពន្លឺថ្ងៃប៉ះត្រូវទៅអញ្ចឹងស្លាបផងវាហ្នឹងក៏វារំលេចពណ៌ចេញមកឲ្យយើងឃើញពីរូបឆោមរបស់វាតែម្ដងអញ្ចឹងវារូបភាពជាក់ស្ដែងនៅទីព្រៃវាខុសពីរូបភាពដែលយើងបង្កើតជាស្នាដៃដោយសារតែបង្កើតជាស្នាដៃយើងរកពន្លឺយើងរកស្រមោលអីឲ្យវាឃើញពីភាពតាក់ទាញផងវាស្រេចតែម្ដងតែបើយើងឃើញតួអង្គសត្វព្រៃនៅក្នុងក្នុងព្រៃតែម្ដងគឺវាខុសពីហ្នឹងបងដោយសារតែយើងត្រូវការពន្លឺជះទៅលើវាយើងត្រូវការអញ្ចឹងវាស្អាតបែបផ្សេងគំនូរយើងស្អាតបែបផ្សេងអញ្ចឹងតែបងបាទចាអូខេនិយាយចឹងចាប់អារម្មណ៍នៅការងារមួយទៀតភាសាអង់គ្លេសយើងហៅថា the long eclipse ប៉ុន្តែភាសាខ្មែរយើងហៅថាសូគ្រាពេលយូរហ្នឹងហើយពេលហ្នឹងគឺត្រឹមតែចប់កូវីដថ្មីទៀតអាចជួយចែកម្លែកអំពីស្នាដៃនៃ solo ហ្នឹងបានទេតើតើជាមួយនឹងប្រធានបទមួយនេះដែរគឺជាការងារមួយដែលខ្ញុំបានធ្វើនៅក្នុងអំឡុងពេលយើងបិទគប់ណាបងពេលដែលប្រទេសយើងជួបបញ្ហាកូវីដហ្នឹងប្រទេសយើងបិទគប់ហើយខ្ញុំក៏អត់ដឹងទៅណាព្រោះយើងអត់អាចចេញទៅក្រៅបាន
ចឹងទៅហើយនៅក្នុងពេលនឹងដែរដោយសារតែបច្ចេកសម័យយើងនឹងវាជឿនលឿនយើងអាចឃើញព័ត៌មានច្រើនអីចឹងទៅហើយយើងឃើញពីព័ត៌មានច្រើនដែរវាធ្វើឲ្យចាក់ដោតបេះដូងផងយើងណាការទទួលនៅមេរោគហើយស្លាប់ឬក៏ស្អីមានរឿងជាច្រើននៅក្នុងពេលអំឡុងកូវីដហ្នឹងអញ្ចឹងទៅបានខ្ញុំខ្លាចជាមានអារម្មណ៍មួយថាវាដូចជាសក្តិមួយងងឹតណាយើងមានអារម្មណ៍ថាថ្ងៃរះពិតមែនហ្មងយើងមានថ្ងៃមានយប់ដូចគ្នាគ្រាន់តែយើងមានអារម្មណ៍ថាងងឹតហ្មងយើងងងឹតអត់ដឹងថាត្រូវធ្វើអីវាទៅណាឲ្យរួចដូចយើងកំពុងតែគេងរយៈពេល1ឆ្នាំ2ឆ្នាំចឹងយើងទៅណារួចចឹងទៅខ្ញុំក៏កើតជាចំណងជើងមួយនឹងមកហើយខ្ញុំចាប់ផ្ដើមធ្វើការងារហ្នឹងតាក់ទងជាមួយនឹងសកម្មភាពនៅក្នុងអំឡុងពេលហ្នឹងដែរតាក់ទងជាមួយនឹងការបិទគប់ហើយបញ្ហាតាក់ទងជាមួយនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលគាត់ទទួលនៅពេលហ្នឹងអំឡុងពេលហ្នឹងការងារខ្លះខ្ញុំនិយាយអំពីបងប្អូនដែលគាត់ធ្វើការដោយសារនៅសៀមរាបគឺជាខេត្តដែលទទួលភ្ញៀវទេសចរអញ្ចឹងទៅនៅពេលដែលភាគច្រើនគឺគាត់ជាអ្នកដើរភ្ញៀវទេសចរអញ្ចឹងនៅពេលដែលប្រទេសបិទគប់ហើយភ្ញៀវអត់មានចូលពួកគាត់គឺគ្មានការងារធ្វើទេអញ្ចឹងពួកគាត់ខ្លះគាត់ក៏មកធ្វើការងារតាក់ទងជាមួយនឹងការងារសំណង់អីចឹងទៅកន្លែងណាដែលគាត់អាចធ្វើបានអញ្ចឹងក្រោយពេលកូវីដហ្នឹងគឺគាត់ធ្វើការងារសំណង់អីជាដើមហើយក្នុងសាច់រឿងនឹងដែរក៏មានតាក់ទងជាមួយនឹងមានម៉ាស់មានកដាស់អនាម័យកដាស់អីដែលវាកំពុងតែជ្រួលច្បល់នៅក្នុងពិភពលោកអញ្ចឹងណាដោយសារតែយើងជ្រួលជ្រើមទិញអីចឹងទៅវាមានរឿងច្រើនហើយតាក់ទងជាមួយនឹងការបិទគប់ដូចជាផ្ទាំងគំនូរនៅខាងក្រៅខ្ញុំជិះដែរហ្នឹងគឺតាក់ទងជាមួយនឹងការបិទគប់គឺ lockdown ដោយសារតែអំឡុងពេលហ្នឹងគឺខ្ញុំ lockdown រយៈពេល1ខែជាងហើយយើងអត់មានម្ហូបញ៉ាំអញ្ចឹងទៅអានេះជាទាំងមួយដែលនិយាយអំពីបញ្ហាដែលខ្ញុំជាប់ឃុំនៅក្នុងផ្ទះរយៈពេល1ខែជាងហ្នឹងបាទអញ្ចឹងទៅវាមានច្រើនហើយហ្នឹងជាខ្ញុំគិតថាខ្ញុំពេលខ្លះមិនមែនយើងយកអារឿងសោកសៅសោកនាដកម្មទាំងអស់ហ្នឹងមកធ្វើជាស្នាដៃឯងក៏ប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញហ្នឹងគឺមានន័យថាខ្ញុំចង់រក្សាអ្វីដែលកើតឡើងនៅក្នុងពេលហ្នឹងយើងរក្សាវាទុកចឹងដើម្បីឲ្យក្មេងជំនាន់ក្រោយគាត់បានសិក្សាទៅលើអានឹងថានៅក្នុងឆ្នាំហ្នឹងមានអីកើតឡើងហើយយើងគួរតែជៀសវាងបែបម៉េចកុំឲ្យមានអានឹងកើតឡើងចឹងយើងត្រូវរកវិធីសាស្ត្រយ៉ាងណាដើម្បីជៀសផុតពីជំងឺទាំងអស់ហ្នឹងជៀសផុតពីបញ្ហាទាំងអស់ហ្នឹងអញ្ចឹងទៅហើយមានខ្លះរូបភាពខ្លះក៏ខ្ញុំនិយាយអំពីភាពទំនួលខុសត្រូវណាក្នុងការគិតតែយើងគួរតែនៅក្នុងអំឡុងពេលដែលយើងមានអាសន្នតែយើងគួរតែធ្វើអីមុនហើយយើងត្រូវតែរកស្អីមកដើម្បីទប់ទល់នៅក្នុងបញ្ហាហ្នឹងមុនអាហ្នឹងដែលយើងធ្វើការងារទាំងអស់ហ្នឹងអញ្ចឹងទៅនៅក្នុងអំឡុងពេលហ្នឹងខ្ញុំធ្វើបានប្រហែលជា9ទាំងដែរក្នុងការងារក្នុងឆ្នាំហ្នឹងដើម្បីដាក់ពិព័រណ៍ហើយក៏បានជាស្នាដៃដាក់ពិព័រណ៍នៅពេលដែលយើងចាប់ផ្ដើមបើកប្រទេសឲ្យដំណើរការវិញគឺខ្ញុំមានការងារដាក់ពិព័រណ៍តែម្ដងបាទអញ្ចឹងបានន័យថានិយាយត្រឡប់មកវិញបានន័យថាពេលហ្នឹងជាពេលបញ្ហានៃពិភពលោកក៏ប៉ុន្តែក្នុងនាមជាសិល្បករចានីបែរជាមានរឿងរ៉ាវច្រើនដែលចង់បង្ហាញតាមរយៈស្នាដៃទៅវិញអត់មានថាបញ្ហាគេហៅអីគេ stuck បាទបងអត់មានបញ្ហាហ្នឹងណាជាប់គាំងនៅក្នុងទីកន្លែងដែលស្នាក់ហើយវាជាប់គាំងនៅក្នុងអារម្មណ៍ផងយើងអារម្មណ៍ដែលយើងជាប់គាំងជាមួយនឹងបានអញ្ចឹងបានខ្ញុំដាក់ចំណងជើងថាសុគ្រីពេលយូរអញ្ចឹងដោយសារយើងមានអារម្មណ៍ថាយើងជាប់នៅក្នុងភពងងឹតមួយវាអត់មានពលឺអញ្ចឹងទៅបានចេញជាចំណងជើងនឹងកើតឡើងមកតែម្ដងហើយចំណុចសំខាន់មួយដែរនៅក្នុងអំឡុងពេលដែលខ្ញុំធ្វើការងារហ្នឹងគឺរូបភាពមួយដែលខ្ញុំគូអំពីស្វាដែលកាន់ម៉ាស់ណាចាបាទអញ្ចឹងទៅហើយគាត់នៅលើគល់ឈើមួយដែលផុតពីមេរោគហើយគាត់ថាមេរោគហ្នឹងវាចាប់ផ្ដើមឡើងទៅរកគាត់ហើយអញ្ចឹងទៅក៏ខ្ញុំធ្វើការងារមួយហ្នឹងគឺអំឡុងពេលដែលខ្ញុំធ្វើការងារមួយហ្នឹងគឺស្រាប់តែខ្ញុំទទួលព័ត៌មានពេលយប់ប្រហែលជាម៉ោង7ខ្ញុំទទួលទូរស័ព្ទពីនាយកសាលាមកគាត់បានប្រាប់ថាលោកគ្រូរបស់ខ្ញុំហ្នឹងក៏បានស្លាប់ហើយលោកគ្រូបណ្ដូលស្រីបណ្ដូលដោយសារតែគាត់ទទួលមរណភាពដោយការឆ្លងជំងឺ Covid នឹងដែរអញ្ចឹងទៅហើយយើងក៏មិននឹកស្មានដែរបងវាភ្លាមពេកវាថ្មីពេកហើយនៅពេលដែលគាត់ឈឺយើងក៏អត់បាន
យើងព្យាយាមតាក់ទងទៅដោយសារតែគាត់នៅក្នុងទីពេទ្យអត់អាចទទួលទូរស័ព្ទយើងបានអីចឹងណាហើយការចាក់ចេញផងគាត់គឺអត់មានអ្នកណាបានលាគាត់ចឹងទៅវាជាអារម្មណ៍មួយដ៏សោកសៅហើយការងារមួយហ្នឹងគឺខ្ញុំទុកចោលរយៈពេលយូររយៈពេល1ខែដែលខ្ញុំអត់ធ្វើវាដោយសារតែម្លងពេលខ្ញុំធ្វើការងារហ្នឹងគឺខ្ញុំទទួលអារម្មណ៍ឈឺចាប់មកពីហ្នឹងមកចឹងទៅខ្ញុំទុកវាចោលហើយបន្ទាប់ពីរយៈពេល1ខែជាងមកគឺខ្ញុំតែងតែគិតថាសម្ដីដែលគ្រូគាត់តែងតែនិយាយណាគាត់ថាមនុស្សដែលស្លាប់ទៅហើយគេផុតទុកហើយអ្នកដែលនៅទុកហ្នឹងគឺអ្នកដែលនៅរស់ទេដែលយើងត្រូវមានន័យថាយើងត្រូវជំនះរាល់ឧបសគ្គទាំងអស់ត្រូវដើរជាមួយវាអញ្ចឹងយើងត្រូវធ្វើអ្វីដែលយើងគួរតែធ្វើដើម្បីឲ្យមានន័យថាយើងធ្វើអ្វីដែលយើងគិតថាត្រឹមត្រូវក្នុងការធ្វើណាអញ្ចឹងត្រូវតែដើរទៅមុខកុំឲ្យតែគិតតែភាពសោកសៅយើងអត់ធ្វើអីសោះអញ្ចឹងទៅខ្ញុំគិតថានេះជាសម្ដីមួយដែលមានតម្លៃដែលគិតថាជំរុញឲ្យពួកយើងនៅតែដើរទៅមុខទោះបីគាត់ចាក់ចេញក៏ដោយក៏ប៉ុន្តែពួកគាត់នៅតែនៅជាមួយពួកយើងរហូតមកអញ្ចឹងទៅបានខ្ញុំចាប់ផ្ដើមធ្វើការងារនឹងឡើងវិញឲ្យរួចបាទបងនិយាយទៅខ្ញុំហ្នឹងហើយតកតងមួយនឹងដែរខ្ញុំចាប់អារម្មណ៍ថានៅពេលដែលយើងមានបញ្ហាថាផ្ទាល់ខ្លួនចឹងចោះអារម្មណ៍ផ្លូវចិត្តអីចឹងតើវាមានការផ្លាស់ប្ដូរឬប្រែប្រួលអីទៅនឹងការបង្កើតស្នាដៃសិល្បៈអត់តកតងជាមួយនឹងស្នាដៃបងនិយាយឲ្យស្មោះត្រង់ទៅវាកើតឡើងដោយអារម្មណ៍បងស្នាដៃទាំងអស់គឺចេញដោយសារតែបេះដូងរបស់យើងអារម្មណ៍របស់យើងនៅពេលដែលយើងផលិតស្នាដៃមួយដែលយើងអត់បានដាក់បេះដូងនិងអារម្មណ៍ចូលទៅក្នុងហ្នឹងវាការងារទាំងអស់ហ្នឹងវាចេញមកវាអត់មានវិញ្ញាណវាអត់មានដួងព្រលឹងនៅក្នុងហ្នឹងបងដល់ពេលអញ្ចឹងទៅហើយវាអាចនិយាយបានថានៅពេលខ្លះស្នាដៃខ្លះវាអាចនឹងចេញមកដោយសារតែភាពសោកសៅហើយពេលខ្លះការងារខ្លះវាចេញមកដោយភាពសប្បាយដោយក្តីស្រឡាញ់អីចឹងទៅអញ្ចឹងទៅគ្រាន់ថានៅពេលដែលយើងធម្មតាមនុស្សយើងវាតែងតែទទួលអារម្មណ៍សម្ពាធនឹងភ្លាមយើងទទួលយកអត់បានយើងតែងតែមានសម្ពាធភ្លាមហើយយើងធ្វើអត់កើតហើយយើងទន់ដៃទន់ជើងតែម្ដងអញ្ចឹងអ្នកណាក៏ដូចគ្នាដែរបងនៅពេលដែលមនុស្សដែលយើងស្រឡាញ់ដែលចិត្តស្និទ្ធជាមួយយើងស្រឡាញ់អីចឹងស្រាប់តែយើងដឹងដំណឹងមួយដែលមិនល្អអញ្ចឹងអាការវាបហាពីអារម្មណ៍ផ្លូវចិត្តហ្នឹងគឺវាបានវាយយើងភ្លាមតែម្ដងអញ្ចឹងឡងពេលហ្នឹងការគិតអីក៏គិតអត់ចេញដែរបងធ្វើអីក៏ធ្វើអត់កើតដែរអញ្ចឹងវាជាបញ្ហាបងស្នាដៃវាអាចកើតឡើងដោយមនោសញ្ចេតនាវាអាចកើតឡើងមកដោយការស្រឡាញ់ហើយក៏វាអាចកើតឡើងដោយសារការស្អប់ដែរវាអញ្ចឹងណាគ្រាន់ថាភ្លាមពេលម្ដងពេលហ្នឹងយើងធ្វើអីអត់កើតបន្ទាប់ពីដែលយើងចាប់ផ្ដើមគិតឃើញហើយយើងអាចធ្វើស្នាដៃបើសិនជាយើងស្អប់អ្នកណាម្នាក់យើងចាប់ផ្ដើមធ្វើការងារមួយនឹងចេញពីការស្អប់នឹងតែម្ដងបើយើងស្រឡាញ់អ្នកណាម្នាក់យើងនឹងអាចធ្វើស្នាដៃពីក្តីស្រឡាញ់ពីម្នាក់នឹងបានភ្លាមតែម្ដងវាអញ្ចឹងបងអញ្ចឹងស្នាដៃសិល្បៈភាគច្រើនគឺចេញពីបេះដូងនិងអារម្មណ៍របស់អ្នកធ្វើនឹងតែម្ដងសិល្បករជាងគំនូរឬក៏ខាងវិស្វករអីគាត់ចេញមកគាត់ធ្វើនឹងដោយសារតែគាត់ស្រឡាញ់ដែរបានគាត់ធ្វើចេញមកបានបើសិនណាគាត់ធ្វើតម្រូវតែភ្ញៀវមួយដែលគាត់ស្រឡាញ់វាអត់ចេញពីគាត់ក៏វាមើលទៅវាអត់ស្អាតដែរតោះណាចេញពីគាត់ផងចេញពីភ្ញៀវផងដែរចេញពីឥឡូវថាអ្នកដែលគាត់ធ្វើប្លង់ផ្ទះមួយគូប្លង់ផ្ទះមួយចុះគាត់ទទួលអារម្មណ៍ពីភ្ញៀវក៏ប៉ុន្តែបើសិនណាគាត់អត់មានអារម្មណ៍ដើម្បីជួយកែលម្អនៅក្នុងប្លង់មួយនឹងទេណែនាំភ្ញៀវទេប្លង់មួយនឹងមកវាចេញមកអត់ល្អទេតោះណាវាមានការផ្លាស់ប្ដូរអារម្មណ៍គ្នាដែរទើបឲ្យវាចេញមកល្អបានដូចគ្នាជាមួយនឹងគំនូរដែរបងនៅពេលដែលយើងគូវាមិនមែនអាស្រ័យទៅលើយើងលើកជក់ឲ្យគូវាឲ្យចាញ់ទេវាអាស្រ័យទៅលើបរិយាកាសជុំវិញខ្លួនដែរអាស្រ័យទៅលើអារម្មណ៍ដែលជុំវិញខ្លួនយើងដែរនៅពេលដែលអារម្មណ៍នឹងវាទទួលមកឲ្យយើងជឿចង់ជក់យើងរស់ហ្មងបានបងនៅក្នុងចំណុចនេះខ្ញុំនឹកឃើញមួយចង់សួរចានីតកតងជាមួយនឹងថាតើមិញយើងនិយាយថាពីអ្នកដែលចង់បានការងាររបស់យើងហើយនឹងការដែលយើងធ្វើតើចានីយល់មិនដែរបើសិនជាតើវាអាចដើរទន្ទឹមគ្នាទេនៅពេលដែលយើងចង់បង្កើតស្នាដៃមួយដែលមានអត្ថន័យមាន concept អីចឹងទៅជ្រាលជ្រៅក៏ប៉ុន្តែយើងត្រូវតម្រូវតាមភ្ញៀវរបស់យើងឬក៏អ្នកដែលចង់បានស្នាដៃរបស់យើងសម្រាប់នេះជាទស្សនៈរបស់ខ្ញុំផ្ទាល់បងធម្មតាសិល្បករមួយគាត់ចង់ធ្វើការងារដ៏ឯករាជ្យមួយដែលគាត់ចង់និយាយអំពីអ្វីដែលគាត់ចង់និយាយចង់បង្ហាញអីចឹងទៅក៏ប៉ុន្តែ
បើសម្រាប់ខ្ញុំវិញខ្ញុំគិតថាសិល្បករមួយវានៃទលំទលាយយើងអាចធ្វើអ្វីដែលចេញជាប្រយោជន៍រួមចេញពីបេះដូងរបស់យើងចង់និយាយពីអីក៏បានដែរអានឹងសេរីភាពរបស់យើងណាយើងជាសិល្បករក៏ប៉ុន្តែយើងភ្លេចគិតមួយទៀតសោតនោះគឺយើងអាចជួយឲ្យក្តីសម័យរបស់ជនទី2ឬទី3គាត់អាចបំពេញក្តីសម័យគាត់បានដល់ពេលខ្លះភ្ញៀវផងយើងក៏អត់ចេះគូទេថាគាត់ស្រឡាញ់គំនូហើយគាត់មានមនោសញ្ចេតនាទៅលើចំណុចណាមួយឬក៏សាច់រឿងណាមួយដែលគាត់មានទុកយូរហើយតែគាត់ចង់បានវាចេញជាគំនូតែគាត់អាចចេញបានដែរដោយសារគាត់អត់ចេះគូអញ្ចឹងគាត់អាស្រ័យទៅលើសិល្បករឬក៏ជាងវិចិត្រករណាមួយដែលគាត់អាចបំពេញក្តីសម័យគាត់បានអញ្ចឹងហើយយើងជាវិចិត្រករមួយសិល្បករមួយដែលយើងអាចបញ្ចេញច្រើនទៅលើមនោសញ្ចេតនារបស់យើងបានហើយហេតុអីបានយើងមិនអាចបញ្ចេញជួយបំពេញក្តីសម័យផងបុគ្គលម្នាក់ទៀតឬក៏ជាភ្ញៀវផងយើងដែលគាត់មានក្តីសម័យមួយបានហើយក្នុងក្តីសម័យហ្នឹងមិនថាថាគាត់ប្រាប់មកយើងត្រូវតែធ្វើហើយយើងមើលថាក្តីសម័យហ្នឹងវាស៊ីជម្រៅបែបណាវាទៅយ៉ាងម៉េចហើយយើងចូលទៅជាមួយគាត់ជជែកជាមួយគាត់អំពីក្តីសម័យផងគាត់សិនអារម្មណ៍ផងគាត់សិនដើម្បីស្វែងយល់ពីអារម្មណ៍គាត់ឲ្យដូចជាអារម្មណ៍យើងសិនបន្ទាប់មកយើងយល់ពីអារម្មណ៍គាត់ហើយការងារមួយហ្នឹងយើងអាចធ្វើចេញមកបានហើយវាជាចំណុចល្អបងដូចខ្ញុំលើកឡើងពីមុនអញ្ចឹងគឺយើងសិល្បករយើងឯករាជ្យក៏ប៉ុន្តែយើងភ្លេចគិតថាយើងអាចបំពេញក្តីសម័យរបស់បុគ្គលម្នាក់ទៀតបានបើសិនជាយើងអាចបំពេញក្តីសម័យបុគ្គលម្នាក់បានអាហ្នឹងគឺជាចំណុចសំខាន់ចំណុចល្អមែនទែនសម្រាប់អ្នកដែលធ្វើការងារអស់ហ្នឹងព្រោះយើងធ្វើមិនមែនដើម្បីតែខ្លួនឯងទេយើងធ្វើដើម្បីសង្គមទូទៅហើយក៏យើងធ្វើដើម្បីមនុស្សម្នាក់ទៀតដែលគាត់តាមព្យាយាមរកក្តីសម័យគាត់ដែរបាទបងចាអរគុណច្រើនអញ្ចឹងតើខ្ញុំអាចសុំសួរចេះបានទេថាអ្វីទៅជា artistic style ឬក៏ style ក្នុងការអនុវត្តស្នាដៃសិល្បៈរបស់យើងផ្ទាល់តើតើជាមួយនឹងstyle របស់ខ្ញុំវានិយាយទៅ style របស់ខ្ញុំវាមានច្រើនហើយនៅលើសកលលោកណាហើយព្រោះយើងមើលបណ្ដាប្រទេសនីមួយៗដែលសិល្បៈគាត់ជឿនលឿនទៅមុន400-500 ឆ្នាំអញ្ចឹងគឺធម្មតាការងារបែបនេះគឺគេមានលើសកលលោកហើយ style បែប realistic អញ្ចឹងណាអញ្ចឹងអានេះគ្រាន់តែថាដោយសារតែមនោសញ្ចេតនាខ្ញុំស្រឡាញ់បែបហ្នឹងគ្រាន់តែអញ្ចឹងទៅបានខ្ញុំពីមុនមកខ្ញុំធ្លាប់សិក្សាទៅលើផ្នែកabstract ដែរបងយើងរៀនផ្នែកដឹងគ្រាន់ថាវាមិនមែនជាអារម្មណ៍ដែលចេញពីបេះដូងរបស់យើងខ្ញុំនៅតែស្រឡាញ់ការងារ abstract អញ្ចឹងពេលខ្លះខ្ញុំ collect ការងារពីសិល្បករផ្សេងការងារ abstract ចឹងដែរគ្រាន់ថាបើសិនឲ្យខ្ញុំផលិតស្នាដៃខ្លួនឯងទៅជា abstract វាមិនមែនជាមនោសញ្ចេតនាខ្លួនឯងដូចបងនិយាយចឹងថាបើសិនមិនមែនជាមនោសញ្ចេតនាខ្លួនឯងទោះបីយើងរុញដៃឲ្យយើងធ្វើទាញដៃឲ្យយើងគូក៏គូអត់ចេញដែរវាអញ្ចឹងបានខ្ញុំត្រឡប់មកវិញខ្ញុំនៅចាំសម្ដីលោកគ្រូខ្ញុំលោកគ្រូវត្ថាណានៅក្នុងអំឡុងពេលខ្ញុំធ្វើការងារបញ្ចប់ឆ្នាំគឺសាលាតម្រូវឲ្យយើងធ្វើការងារ abstract អញ្ចឹងណាខ្ញុំធ្វើអត់ចេញទេរហូតដល់គៀកថ្ងៃត្រូវប្រមូលការងារលោកគ្រូគាត់ឡើងមកបន្ទប់ធ្វើការទៅគាត់ឃើញការងារខ្ញុំមកទៅមុខគាត់បាននិយាយថាចាន់នេះកូនឯងមើលទៅការងារកូនឯងអាហ្នឹងទៅអត់រួចទេកូនឯងធ្វើអ្វីដែលគិតថាកូនឯងស្រឡាញ់ឲ្យធ្វើចេញទៅធ្វើអីដែលខ្លួនឯងស្រឡាញ់ធ្វើមកសម្ដីគាត់មួយម៉ាត់ហ្នឹងធ្វើឲ្យខ្ញុំផ្លាស់ប្ដូរមកខ្ញុំចាប់ដើមមកกระดาษហ្នឹងกระดาษកណាត់មួយផ្ទាំងដែលខ្ញុំគូ abstract ឡើងកម្រសតពោហើយហ្នឹងវាបែរទៅជារូបភាព realistic មកវិញដោយសារតែវាជាមនោសញ្ចេតនារបស់ខ្ញុំវាជាអារម្មណ៍ពិតរបស់ខ្ញុំអញ្ចឹងវាត្រឡប់មកវិញហើយគួរអត់យូរទៀតដល់ពេលដែលយើងទទួលបានអ្វីដែលរំញោចអារម្មណ៍យើងណាអញ្ចឹងទៅវាធ្វើយើងត្រឡប់អារម្មណ៍នឹងភ្លាមយើងស្រឡាញ់វាភ្លាមយើងចាប់ដើមធ្វើអញ្ចឹងអាការងារហ្នឹងវាហើយលឿនតាន់ពេលគ្រប់ពេលដែលយើងធ្វើអាចយើងធ្វើបានតាន់ពេលវេលាក្នុងការប្រមូលស្នាដៃនឹងបើសិនគាត់អត់ឡើងមកប្រាប់ខ្ញុំថាតាមអារម្មណ៍ខ្លួនឯងទេខ្ញុំនៅតែជំនះឲ្យធ្វើអាការងារ abstract ហ្នឹងគឺខ្ញុំអត់អាចធ្វើការងារតាន់ពេលដែលត្រូវប្រមូលទេតើដល់ពេលគាត់ប្រាប់អញ្ចឹងខ្ញុំត្រឡប់ការងាររបស់ខ្ញុំមក realistic វិញខ្ញុំទៅតែម្ដងនេះវាជាមនោសញ្ចេតនានៅក្នុងការធ្វើការងារបងតើតើជាមួយនឹងស្នាដៃខ្ញុំក្នុងការស្រាវជ្រាវស្វែងរកវាតើតើជាមួយនឹងគុណភាពការងារគឺយើងត្រូវសិក្សារហូត
ហើយរយៈពេលជាង10ឆ្នាំនេះគឺខ្ញុំសិក្សាទៅលើគុណភាពច្រើនអញ្ចឹងពីមួយជំហានទៅមួយជំហានទាក់ទងក្នុងការផលិតស្នាដៃគឺយើងត្រូវប្រយ័ត្នបំផុតហ្នឹងគឺកណាត់ដែលយើងយកមកប្រើប្រាស់អញ្ចឹងកណាត់ហ្នឹងហើយនឹងទឹកថ្នាំការពារកណាត់ហ្នឹងតែម្ដងដែលយើងយកមកប្រើប្រាស់បើសិនណាកណាត់ហើយនឹងទឹកថ្នាំដែលការពារកណាត់ហ្នឹងមិនបានល្អទេវាមានហានិភ័យនៅពេលក្រោយហើយដោយសារតែយើងនៅក្នុងប្រទេសមួយដែលមានអាកាសធាតុក្តៅហើយសើមអញ្ចឹងវាខុសពីប៉ែកអឺរ៉ុបវាត្រជាក់ច្រើនជាងក្តៅហើយតំបន់ខ្លះក៏ក្តៅខ្លាំងជាងត្រជាក់ដែរអញ្ចឹងទៅវាអាកាសធាតុវាខុសគ្នាអញ្ចឹងរាល់សម្ភារៈខ្លះដែលផលិតនៅក្នុងប្រទេសកម្ពុជាបើយើងអត់បានគិតពីអាកាសធាតុនៅខាងក្រៅយកទៅខាងក្រៅទៅវាអាចនឹងមានបញ្ហាដុះផ្សិតអីជាដើមអញ្ចឹងទៅខ្ញុំសឹកចិត្តពេលខ្ញុំចំណាយពេលធ្វើវាឲ្យយូរខ្ញុំចាប់ផ្ដើមពីប្រើប្រាស់ថ្នាំឲ្យជ្រាបចូលក្នុងសរសៃអំបោះកណាត់ផងយើងសិនដើម្បីការពារភាពស្វិតនៃអំបោះយើងបន្ទាប់មកយើងចាប់ផ្ដើមបញ្ចិតនៃរុនកណាត់អំបោះដែលយើងក្រងយើងត្បាញណាឲ្យបញ្ចិតរុនហ្នឹងដល់ពេលយើងដាក់ម្ដងហើយម្ដងទៀតរហូតដល់ទឹកទី3ទី4ទី5ហ្នឹងយើងចាប់ផ្ដើមយកភាពមាំផងវានៅលើផ្ទៃកណាត់ហ្នឹងដើម្បីទី1យើងធ្វើច្រើនដងហ្នឹងដើម្បីកុំឲ្យកណាត់ហ្នឹងវាបាក់ហើយកុំឲ្យដល់ពេលយើងគូទៅភាគច្រើនយើងឃើញថាពណ៌វាប្រេះបាក់ហើយយើងមូមិនស្រួលវាបាក់ពណ៌ហ្នឹងតែម្ដងទៅលើគំនូពេលដែលយើងដោះវិចខ្ចប់អីចឹងទៅអញ្ចឹងយើងគិតអានឹងហើយកណាត់ដែលខ្ញុំធ្វើគឺទី1យើងអាចដោះរ៉ូលវាបានយើងមូវាទៅវាអត់បាក់ពណ៌ទេហើយខ្ញុំអាចនិយាយបានថាខ្ញុំធ្លាប់មានអបតហេតុមួយដែលវាបុកគំនូយើងណារហូតដល់ចង់ធ្លុះឃើញស្នាមជ្រុងឈើជ្រុងតុកហ្នឹងតែវាអត់លហែទេហើយពោក៏អត់បាក់ដែរហើយដល់ពេលហើយខ្ញុំយកតែម៉ាស៊ីនផ្លុំសក់យើងហ្នឹងអាម៉ាស៊ីនខ្នើយហ្នឹងយើងផ្លុំទៅលើវាហើយកណាត់ហ្នឹងវាទាញធឹងមកយើងមកវិញស្អាតដូចអត់មានបញ្ហាអីចឹងអញ្ចឹងអាចឃើញបានថាវាជាបទពិសោធន៍មួយដែលវាល្អសម្រាប់ដែលខ្ញុំផលិតកណាត់ខ្លួនឯងពីមុនមកខ្ញុំភាគច្រើនខ្ញុំគូទៅលើពណ៌ទឹកហើយនឹងពណ៌ប្រេងក៏ប៉ុន្តែដោយសារតែពណ៌ប្រេងហ្នឹងវាជាហានិភ័យរបស់ខ្ញុំគឺដែលខ្ញុំអាឡែស៊ីជាមួយនឹងពណ៌ប្រេងដោយសារនៅពេលដែលខ្ញុំចាប់ផ្ដើមគូពណ៌ប្រេងខ្ញុំឈឺរាល់ថ្ងៃដោយសារតែអាក្លិនប្រេងហ្នឹងវាចូលទៅក្នុងផ្លូវដង្ហើមរបស់យើងវាធ្វើឲ្យយើងហ្នឹងស្ងួតកខ្លាំងហើយភ្នែកឡើងក្រហមហើយដោយសារតែខ្ញុំនឹងវាមានបញ្ហាភ្នែកស្នាប់ផងវាកាន់តែធ្វើឲ្យខ្ញុំបញ្ហាកាន់តែខ្លាំងអញ្ចឹងទៅខ្ញុំក៏ដូចចិត្តមកចាប់ផ្ដើមគូពណ៌អាក្រិលិកវិញអាក្រិលិកខ្ញុំអត់ដែររៀនសោះតែខ្ញុំចាប់ផ្ដើមសិក្សាស្វែងយល់ពីវាដោយខ្លួនឯងរៀនតាម YouTube អីជាដើម research ច្រើនគឺយើងចាប់ផ្ដើមធ្វើវាបានអញ្ចឹងទៅក៏ដល់ពេលបច្ចុប្បន្ននៅតែប្រើពណ៌អាក្រិលិកដែលថាវាងាយស្រួលក្នុងការធ្វើនៅក្នុង studio វាអត់ធំក្លិនហើយបើសិនណាពេលខ្លះខ្ញុំនៅឃើញថាខ្ញុំចង់ធ្វើពណ៌ប្រេងអញ្ចឹងខ្ញុំធ្វើតែខ្ញុំចេញទៅធ្វើនៅខាងក្រៅក្នុងបន្ទប់អីចឹងខ្ញុំអត់អាចធ្វើបានទេតទៅខាងក្រៅដើម្បីក្លិនវាហាលផុតអីចឹងទៅកុំឲ្យវាធំក្លិនក្នុងបន្ទប់ studio របស់យើងបាទអាចចូលទៅជ្រៅតិចទៀតបានហើយតាក់ទងជាមួយនៅក្នុងគំនូរមួយផ្ទាំងតែយើងដាក់រៀបប្លង់យ៉ាងម៉េចហើយយើងដាក់ថាយើងចង់ថាឥឡូវខ្ញុំឧទាហរណ៍ថាមួយផ្ទាំងហ្នឹងយើងចង់បានបង្ហាញអីគេខ្លះយើងធ្វើមិនដឹងថាយើងក្នុងនេះជាសិល្បករយើងចង់ដាក់អីថែមអីមាន element អីខ្លះអីចឹងណាអរគុណច្រើនបងសំណួរមួយហ្នឹងបងបាទអានឹងចំណុចល្អហើយក៏ជាចំណុចសំខាន់ដែរទៅលើស្នាដៃបងបញ្ជាក់បន្តិចដែរបងតេឡងជាមួយនឹងស្នាដៃយើងផ្ដោតសំខាន់ទៅលើស្នាដៃហ្នឹងគឺយើងផ្ដោត3សំខាន់3ធំដែលសំខាន់ទី1គុណភាពទី2សោភ័ណភាពទី3ជាមួយនឹងអត្ថន័យហ្នឹងតែម្ដងអញ្ចឹងវាមាន3ផ្នែកធំដែលយើងត្រូវផ្ដោតសំខាន់ទៅលើស្នាដៃអញ្ចឹងគុណភាពដែលយើងដឹងស្រាប់ហើយតេតងជាមួយនឹងការរៀបចំកណាត់ការរៀបចំអីប្រើប្រាស់ពណ៌អីឬក៏ការពារទៅលើទាំងស្នាដៃផងយើងបែបម៉េចអីចឹងទៅអាហ្នឹងយើងត្រូវសិក្សាស្វែងយល់ឲ្យវាមានគុណភាពល្អអីចឹងទៅហើយតេតងជាមួយនឹងសោភ័ណភាពទៀតសោតហ្នឹងគឺវាអាស្រ័យទៅលើការរៀបចំប្លង់ដែរសោភ័ណភាពណាការរៀបចំប្លង់ហើយពេលដែលខ្ញុំនិយាយថាពេលការរៀបចំប្លង់ហ្នឹងប្រហែលជាផ្ដោតទៅលើតែការងារតេតងជាមួយ realistic ដែលយើងត្រូវរៀបចំតួអង្គធ្វើយ៉ាងណាដើម្បីឲ្យវាមានជំរឿននៃរូបភាពធ្វើយ៉ាងណាដើម្បីឲ្យវាមានតែមានផ្ដោតទៅលើតួអង្គសំខាន់អីចឹងទៅលើ abstract ដូចគ្នាបងបើសិនជាយើងរៀបចំប្លង់បានល្អអញ្ចឹងយើងស្គាល់ពីកម្លាំងពណ៌វាបានល្អស្គាល់ពីប្លង់វាបានល្អនៅពេលដែលពណ៌ហ្នឹងវារត់ទៅលើប្លង់របស់យើងហើយដែលអ្វីដែលយើងចង់បានដែលវារត់ហើយអញ្ចឹងក្នុងរូបភាពហ្នឹងវាមានជំរឿននៅក្នុងរូបភាពតែម្ដងអញ្ចឹងអ្នកខ្លះគាត់លេងពណ៌អញ្ចឹងដល់ពេលគាត់លេងពណ៌គាត់ត្រូវដឹងពីពណ៌ទាំងអស់ហ្នឹងវាចូលគ្នាឬវាស៊ីគ្នាវាស៊ីមេត្រីគ្នាអញ្ចឹងណាវានៅជាមួយគ្នាយ៉ាងម៉េចហើយ
អត្តន័យហ្នឹងនៃពណ៌ហ្នឹងគឺវាមានអត្តន័យខុសៗគ្នានៅក្នុងការប្រើពណ៌ហ្នឹងដែរនៅពេលដែលពេលខ្លះយើងប្រើពណ៌ក្តៅខ្លាំងអីចឹងទៅហើយស្រាប់តែយើងមានពណ៌ត្រជាក់នៅក្នុងហ្នឹងថាយើងចង់បង្ហាញពីអីអញ្ចឹងអាហ្នឹងវាអត្តន័យពណ៌ផងវាផ្សេងមួយទៀតហើយអញ្ចឹងរៀបចំប្លង់ហ្នឹងទៀតសោតហ្នឹងគឺសុផលភាពហ្នឹងគឺបើតេតងជាមួយ realistic យើងដឹងហើយយើងថាយើងត្រូវរៀបចំប្លង់ហ្នឹងឲ្យមើលទៅវាមានគេហៅនេត្រាទស្សន៍ណាបានល្អអីចឹងទៅហើយតួអង្គហ្នឹងត្រូវដាក់ឲ្យវាចំប្លង់ល្អដើម្បីឲ្យមើលទៅវាមានដង្ហើមចេញចូលឲ្យយើងនឹងមើលទៅយើងស្រឡះអារម្មណ៍មានអារម្មណ៍ថាយើងស្រស់ស្រាយនៅក្នុងការមើលស្នាដៃមួយហ្នឹងហើយតេតងជាមួយ abstract ដូចគ្នាដែរបងយើងត្រូវរៀបចំប្លង់វាមិនមែនថាយើងត្រូវរៀបចំតួអង្គសំខាន់ទេយើងត្រូវរៀបចំប្លង់ដើម្បីឲ្យមើលរូបភាពនឹងហើយវាមានជម្រៅនៅក្នុងរូបភាពនឹងតែម្ដងនៅពេលដែលអ្នកទស្សនានៅក្នុងស្នាដៃរបស់យើងឃើញថានៅក្នុង abstract ហ្នឹងវាមានអីនៅក្នុងហ្នឹងដែលធ្វើឲ្យអ្នកដែលគាត់ចង់មើលហ្នឹងគាត់ចង់ទៅស្វែងយល់ខាងក្នុងនៃវាមាន beyond the canvas ណានៅខាងក្រោយផ្ទាំងកណាត់នឹងមួយទៀតណាអញ្ចឹងទៅធ្វើឲ្យអ្នកដែលគាត់មកមើលមកទស្សនាហ្នឹងគាត់មានអារម្មណ៍ថាសឹងតែគាត់ទៅមើលខាងក្រោយណាតែមើលខាងក្រោយហ្នឹងវាមានអីទៀតអញ្ចឹងណាវាអញ្ចឹងអាហ្នឹងជាសផលភាពក្នុងការរៀបចំប្លង់ដែរមិនថាតែតកតងជាមួយនឹង realistic មិនថាតែរៀបចំក្នុងការធ្វើការងារ abstract sculpture ការរៀបចំគឺយើងត្រូវគិតទៅលើអាហ្នឹងដែរសផលភាពក្នុងការរៀបចំប្លង់ហ្នឹងហើយតកតងជាមួយនឹងអត្តន័យខ្ញុំដឹងហើយប្រហែលជាបងអាចដឹងដោយសារតែសិល្បករជាច្រើនបងជួបច្រើនដែរអញ្ចឹងអត្តន័យវាមានផ្សេងគ្នាហើយក៏វាមានសាច់រឿងផ្សេងគ្នាដែរអ្នកខ្លះក៏អាចស្រដៀងគ្នាដោយសារតែធម្មតាជីវិតលើโลกវាមានរឿងច្រើនហើយអ្នកខ្លះក៏ជួបរឿងដូចគ្នាអ្នកខ្លះក៏ជួបរឿងខុសគ្នាអញ្ចឹងទៅអញ្ចឹងអត្តន័យនៅក្នុងរូបភាពនីមួយៗតែងតែកើតឡើងដោយមនោសញ្ចេតនាអារម្មណ៍នៃសិល្បកររៀងៗខ្លួនហើយដោយសាច់រឿងនៃជីវិតរបស់សិល្បកររៀងៗខ្លួនក្នុងការបង្ហាញអ្វីដែលជាចំណុចសំខាន់ទៅផ្ដោតទៅលើសិល្បករនឹងគាត់ចង់បង្ហាញពីផលវិជ្ជមានណាមួយឬក៏ផលអវិជ្ជមានណាមួយនៅក្នុងសង្គមប៉ុណ្ណឹងឯងអញ្ចឹងទៅនេះជាគេហៅថាខ្លឹមសារនៃរសជាតិខ្លឹមសារនៃស្នាដៃនីមួយៗបាទបងចាអញ្ចឹងខ្ញុំសូមចាប់អារម្មណ៍មួយទៀតតទៅជាមួយនឹងក្នុងការបង្កើតស្នាដៃនីមួយៗហ្នឹងតើក្នុងនាមជាសិល្បករឬក៏យើងនិយាយថាតើអីគេជាការប្រឈមនៅក្នុងនាមជាសិល្បករឬក៏ប្រឈមនៅក្នុងការបង្កើតស្នាដៃនីមួយតើទៅជាមួយនឹងបញ្ហាប្រឈមបងអរគុណច្រើនមែនទែនបងសម្រាប់សំណួរនេះសំខាន់សម្រាប់សិល្បករសំខាន់មែនទែនបញ្ហាប្រឈមបងបញ្ហាប្រឈមទី1ហ្នឹងគឺអ្វីដែលជាបញ្ហាចម្បងសំខាន់ដែលសម្រាប់សិល្បករដែលគាត់មានបញ្ហាហ្នឹងគឺតទៅជាមួយនឹងធនធាននៅពេលដែលគាត់សិក្សាធម្មតាសិល្បករភាគច្រើនគឺគាត់ចេញពីគ្រួសារក្រីក្រគាត់ទៅស្វែងរកការសិក្សារកជំនាញផ្នែកអស់ហ្នឹងហើយគាត់ដើម្បីតាមចាប់ក្តីសម័យរបស់គាត់ទោះបីគាត់ពិបាកក៏គាត់នៅតាមចាប់អញ្ចឹងណាអានឹងជាបញ្ហាប្រឈមមួយហើយដោយសារតែគាត់មកពីគ្រួសារក្រីក្រដល់ពេលគាត់ជាប់ពីការសិក្សាទៅលើផ្នែកសិល្បៈណាមួយបញ្ហាប្រឈមហ្នឹងគឺធនធានរបស់គាត់នឹងតែម្ដងដល់ពេលដែលធនធានយើងទាបពិបាកគឺយើងក្នុងការផលិតស្នាដៃនីមួយៗក្នុងការស្វែងរកផ្លូវដើរមួយគឺយើងពិបាកមែនទែនបញ្ហាទី2គឺយើងអត់មានអ្នកជួយជ្រោមជ្រែងមានន័យថាអត់មានអ្នកវិចផ្លូវឲ្យយើងអត់តម្រង់ឲ្យយើងដោយសារតែយើងចប់ពីសាលាយើងខ្សោយទំនាក់ទំនងបាទមានន័យថាបើសិនជាយើងបកកាយទំនាក់ទំនងឬក៏យើងអត់មានទំនាក់ទំនងអញ្ចឹងយើងអាចមានបុគ្គលណាមួយដែលគាត់មានទំនាក់ទំនងល្អគាត់អាចជួយដឹកនាំយើងដើម្បីទៅរកផ្លូវមួយដែលគាត់អាចដើរមានន័យថាគាត់ជួយកាន់ដៃយើងឲ្យឡើងចដាលដំបូងណាឈានគាត់កម្មទី1អញ្ចឹងទៅគាត់នឹងអាចឈានបានកម្មទី2ដោយខ្លួនឯងថ្ងៃណាមួយអញ្ចឹងទៅហ្នឹងមានន័យថានេះជាបញ្ហាប្រឈមដែលសារពេលដែលគាត់ចប់សាលាគឺគាត់អត់មានអ្នកណាអាចជួយបង្ហាញផ្លូវណាអានឹងបញ្ហាទី2ដែរហើយបញ្ហាទី3ហ្នឹងគឺដោយសារតែសង្គមកម្ពុជាយើងទើបតែរីកចម្រើននៅក្នុងវិស័យសិល្បៈដែរអញ្ចឹងទៅពួកគាត់ពិបាកក្នុងការបង្ហាញស្នាដៃរបស់ពួកគាត់ហើយអាចនិយាយបានថារកទីផ្សារស្នាដៃសិល្បៈហ្នឹងគឺពិបាកអញ្ចឹងទៅព្រោះមនុស្សយើងធម្មតាយើងរស់នៅយើងរំពឹងការញ៉ាំអាហារមែនទេហើយការចំណាយផ្សេងៗក្នុងការរស់នៅគឺយើងត្រូវការចំណាយ
នៅពេលដែលយើងផ្ដោតសំខាន់ទៅលើស្នាដៃសិល្បៈហើយក៏យើងអត់បានគិតពីការចំណូលសោះវាធ្វើឲ្យយើងនឹងបាត់បង់ទាំងអស់សូម្បីតែមនុស្សដែលយើងស្រឡាញ់ជុំវិញខ្លួនក៏បាត់បង់ដែរខ្ញុំអាចនិយាយចឹងបានដោយសារតែនៅអំឡុងពេលខ្ញុំចូលមកសិក្សាគឺយើងចេញពីគ្រួសារក្រីក្រអញ្ចឹងគ្រួសារខ្ញុំគាត់គិតថានៅពេលដែលខ្ញុំមកសិក្សាផ្នែកនឹងវាជាជំនាញអញ្ចឹងប្រហែលជាយើងអាចរកចំណូលបានចូលទៅក្នុងគ្រួសារហើយក៏ប៉ុន្តែ2ឆ្នាំក្រោយមកខ្ញុំរកសូម្បីតែ100លុយខ្វាយខ្ញុំរកអត់បានចូលទៅសាលាអត់ទៅផ្ទះបងអញ្ចឹងទៅគាត់អត់សប្បាយចិត្តទេគាត់ចង់ឲ្យយើងឈប់សិក្សាផ្នែកសិល្បៈហ្នឹងត្រឡប់ទៅក្រោយវិញត្រឡប់ទៅផ្ទះធ្វើស្រែវិញអញ្ចឹងណាហើយដោយសារតែអ្នកភូមិគាត់ឃើញយើងយើងធំហើយយើង18 19ឆ្នាំហើយយើងមកសិក្សាជំនាញឲ្យឪពុកម្ដាយអាយុ50 60ឆ្នាំនៅភ្ជួរស្រែធ្វើចំការអីចឹងទៅវេទនាអញ្ចឹងគាត់ថាមិនបានមិនយកកូនមកជួយធ្វើស្រែវិញទៅឲ្យកូនទៅរៀនសនុកសុខស្រួលទៅអីអានឹងជាទស្សនៈផងគាត់ក្នុងការគិតណាប៉ុន្តែគាត់អត់បានពេលខ្លះប្រហែលជាគាត់បានគិតវែងឆ្ងាយទៅលើចំណុចនឹងថាទៅថ្ងៃអនាគតហ្នឹងវាបែបម៉េចអីចឹងទៅអញ្ចឹងអានឹងវាជាបញ្ហាចម្បងដែរបញ្ហាគឺចេញពីគ្រួសារយើងដែរដល់ពេលដែលយើងខ្វះខាតយើងត្រូវមករកថវិកាដើម្បីពំរុកបំរុងតែដល់ពេលយើងរកអត់បានវាជាបញ្ហាមួយដែលយើងត្រូវបោះបង់អាក្តីសម័យដែលយើងស្រឡាញ់ហ្នឹងតែម្ដងក៏ប៉ុន្តែអ្វីដែលខ្ញុំអាចឈានមកដល់ពេលហ្នឹងគឺដោយសារតែការជំនះរបស់ខ្ញុំដែរការជំនះរបស់ខ្ញុំជជែកជាមួយគ្រួសារខ្ញុំឪពុកម្ដាយឲ្យដោះលែងខ្ញុំនិយាយថាដោះលែងចុះមានន័យថាឲ្យខ្ញុំទៅមានន័យថាអត់ចាំបាច់ជួយបំរុងបំរុងខ្ញុំទៀតទេខ្ញុំព្យាយាមធ្វើការងាររលុយក្រៅម៉ោងអីចឹងទៅក្រៅម៉ោងសិក្សាអញ្ចឹងដើម្បីចាយវាយក្នុងការធ្វើការអញ្ចឹងទៅបានយើងជជែកជាមួយគាត់យូរទើបគាត់ព្រមអីចឹងទៅយើងបានសិក្សាបន្តអញ្ចឹងហើយបន្ទាប់មកក៏គ្រូគាត់បានឃើញពីបញ្ហាជីវិតគ្រួសារយើងលំបាកមែនហើយផ្ទះយើងនៅឆ្ងាយក៏គាត់ចាប់ផ្ដើមឲ្យសង្គមគិច្ចចុះតាមដានមើលយើងសិក្សាពីយើងហើយបន្ទាប់មកគាត់ឃើញថាយើងពិតជាពិបាកខាងសង្គមគិច្ចនឹងរៀបចំឲ្យយើងស្នាក់នៅសាលាទទួលទានអាហារនៅសាលាអញ្ចឹងទៅទើបយើងអាចនឹងដោយសារតែមានអ្នកជួយទើបយើងជាសិល្បករមួយអាចរៀនដល់ចប់បានដោយសារតែពួកគាត់អ្នកជួយដែរបើអាស្រ័យទៅលើយើងដែលយើងចេញពីគ្រួសារក្រហើយយើងខ្វះធនធានហើយបើអត់មានអ្នកជួយបំរុងយើងទៅមុខអត់រួចដែរយើងនឹងអាចបោះបង់ការសិក្សានឹងចោលម្ដងទៀតអញ្ចឹងដូចគ្នាដែរត្រឡប់មកវិញសិល្បករដែលគាត់រៀនចប់គាត់ដើរទៅក្នុងវិស័យសិល្បៈហើយបង្ហាញស្នាដៃគាត់ល្អណាស់ភាគច្រើនក៏ប៉ុន្តែដោយសារតែអត់មានអ្នកណាក្នុងការមានន័យថាប្រម៉ូទគាត់បង្ហាញគាត់ទៅលើឆាកជាតិនិងឆាកអន្តរជាតិអញ្ចឹងគាត់អត់ដឹងថាចាប់ផ្ដើមពីណាទេអញ្ចឹងគាត់នឹងចាប់ផ្ដើមបាក់ទឹកចិត្តភ្លាមក៏អត់ចង់ធ្វើជាភ្លាមអញ្ចឹងអានឹងមួយហើយមួយទៀតហ្នឹងគឺធនធានហ្មងគាត់អត់មានធនធានក្នុងការផលិតស្នាដៃដល់ពេលខ្លះយើងអាចទទួលបានយើងអាចរើសពីនេះពីនោះមកកំណោអេតចាយដើម្បីផលិតស្នាដៃមួយអានឹងយើងអាចជាវត្ថុធាតុផ្សំមួយចំនួនទេតែវត្ថុធាតុផ្សំមួយចំនួនទៀតដែលយើងត្រូវរកមកផ្គុំវាជាស្នាដៃបានគឺយើងត្រូវរកទីផ្សារអញ្ចឹងការទៅរកទីផ្សារយើងអាចទៅសុំគេបានទេយើងគឺចំណាយលុយអញ្ចឹងអានឹងដែលជាបញ្ហាដែលគាត់មិនមានទាំងអស់ហ្នឹងគឺការផលិតស្នាដៃរបស់គាត់ក៏ពិបាកដែរដូចខ្ញុំអញ្ចឹងខ្ញុំចប់ការសិក្សាពីសាលាមកគឺខ្ញុំបោះបង់ការធ្វើស្នាដៃសិល្បៈហ្នឹងគឺ2ឆ្នាំមូលហេតុដែលធនធានរបស់យើងវាអត់គ្រប់គ្រាន់ចឹងហើយខ្ញុំទៅធ្វើការលើកប៉ាល់ទឹកហ្នឹងគឺខ្ញុំនៅតែគូអញ្ចឹងរសារការគូរបស់ខ្ញុំក៏យើងគូនៅលើកប៉ាល់ទឹកយើងជាបុគ្គលិកគេអញ្ចឹងណាយើងគូជាពោះទឹកពួកអីចឹងទៅដើម្បីលក់ជូនភ្ញៀវបរទេសដែលគាត់មកលេងប្រទេសខ្មែរយើងហ្នឹងគឺការខ្ញុំធ្វើនៅលើកប៉ាល់ចាស់ហាន់ដែលយកភ្ញៀវទេសចរពីខេត្តសៀមរាបទៅវៀតណាមអញ្ចឹងទៅអានឹងវាជាចំណែកមួយដែលខ្ញុំនៅបន្តក្នុងការធ្វើការងារស្នាដៃផងខ្ញុំហ្នឹងគ្រាន់ថាវាមិនមែនជាការងារស្នាដៃដែលខ្ញុំត្រូវដាក់បង្ហាញពីពណ៌នៅលើឆាកជាតិនិងអន្តរជាតិទេវាជាការងារធ្វើលក់ដូរបាយអញ្ចឹងអាចនិយាយចឹងគឺធ្វើលក់ដូរបាយនៅលើកប៉ាល់ហើយយើងក៏មានបទពិសោធន៍ក្នុងការធ្វើការងារទៅលើទាំងអស់ហ្នឹងហើយបន្ទាប់ពីយើងបានថវិកាដែលយើងសន្សំពីការងារដែលយើងលក់ដូរបាយហ្នឹងណាសន្សំលុយហ្នឹងមកហើយយើងមានថវិកាមួយចំនួនដែលយើងអាចគិតថាយើងអាចទិញសម្ភារៈដើម្បីមកធ្វើការងារដើម្បីបង្ហាញថា
ស្នាដៃសិល្បៈដែលយើងរៀន7-8ឆ្នាំមកហើយបានយើងត្រូវកប់ទុកក្នុងគំនរសម្រាមហើយយើងមិនលើវាមកដាក់តាំងនៅលើឆាកជាតិនិងអន្តរជាតិឲ្យគេឃើញអញ្ចឹងយើងមានអាបន្តិចហ្នឹងដើម្បីយកមកធ្វើអញ្ចឹងខ្ញុំបានលុយពីអានឹងដែរគឺយើងបានធនធានពីហ្នឹងយើងយកមកធ្វើស្នាដៃដំបូងខ្ញុំធ្វើ solo នៅសៀមរាបនេះដូចបងបានដឹងអញ្ចឹងគឺនៅក្នុងឆ្នាំ2016គឺថាវិការទាំងអស់ហ្នឹងក៏យើងទទួលខ្ញុំបានរក្សាទុកពីការធ្វើការងារនៅលើកប៉ាល់ហ្នឹងដែរហើយមួយចំនួនយើងខ្វះខាតមួយចំនួនទៀតហ្នឹងក៏បានមិត្តភ័ក្តិគាត់ជួយអញ្ចឹងណាអញ្ចឹងទៅយើងក៏អាចមានឱកាសក្នុងការបង្ហាញស្នាដៃយើងទៅហើយក៏មិនភ្លេចដែរដោយសារតែកន្លែងទី1ដែលចាប់អារម្មណ៍ស្នាដៃខ្ញុំក្នុងការដាក់បង្ហាញនេះជាចំណុចល្អបងសិល្បករទាំងអស់វិចិត្រករគឺគាត់រកឱកាសនឹងណាគាត់ចង់តែមានឱកាសមួយថាទីតាំងកន្លែងណាមួយដែលគាត់ពេញចិត្តឬក៏គាត់ចាប់អារម្មណ៍ស្នាដៃយើងដើម្បីយកទៅដាក់បង្ហាញជូនទស្សនិកជនឲ្យបានឃើញស្នាដៃយើងប្រម៉ូទយើងឡើងគឺអានឹងវាជាចំណុចដែលពួកគាត់ចង់បានមែនទែនខ្ញុំអញ្ចឹងខ្ញុំក៏ក្នុងឆ្នាំហ្នឹងខ្ញុំអត់គិតថាខ្ញុំបានធ្វើស្នាដៃដាក់បង្ហាញនៅសន្តាគារ The Avery Hotel ហ្នឹងទេអញ្ចឹងទៅបានការងារមួយហ្នឹងវាចាប់ផ្ដើមទៅមុខបន្តមករហូតដល់បច្ចុប្បន្នក៏នៅតែបែបហ្នឹងអញ្ចឹងទៅហើយហ្នឹងហើយនេះជាចំណុចដំបូងដែលយើងគិតថាយើងជោគជ័យដែរហើយក៏ជាបញ្ហាមួយដែលជាចម្បងដែរដូចបងបានលើកជាសំណួរអញ្ចឹងបញ្ហាអីគេខ្លះដែលយើងជួបប្រទេសគឺបញ្ហាមួយហ្នឹងទី1ធនធានទី2អ្នកដែលដឹកនាំយើងទីតាំងហើយអ្នកប្រម៉ូទយើងហើយមួយទៀតហ្នឹងគឺអ្នកដែលគ្រប់គ្រងយើងគឺនេះជាបញ្ហាចម្បងហើយមួយទៀតដែរបញ្ហាគឺយើងដោយសារតែវាជាប្រទេសមួយដែលយើងទៅតែរីកចម្រើនប្រហែលជាង30ឆ្នាំ40ឆ្នាំនេះអញ្ចឹងអ្នកដែលគាត់យល់ដឹងពីលើវិស័យសិល្បៈហ្នឹងគឺមានតិចភាគច្រើនគឺគាត់យល់ដឹងតាមផ្នែក performance art អីចឹងទៅទាក់ទងជាមួយនឹងការសម្ដែងឬក៏ផ្នែកចម្រៀងអីចឹងទៅផ្នែកភ្លេងតែទាក់ទងជាមួយនឹងសិល្បៈផ្សេងច្រើនទៀតដែលគាត់អត់បានដឹងដោយសារតែវាអត់សូវផុសផុលអញ្ចឹងទៅក៏អត់សូវចាប់អារម្មណ៍ហើយក៏អត់សូវយល់ដឹងពីអាហ្នឹងច្រើនតែរយៈពេលកន្លងមកប្រហែលឆ្នាំចុងក្រោយនេះខ្ញុំយល់ឃើញថាសិល្បៈខ្មែរយើងរីកចម្រើនច្រើនជាពិសេសទៅលើស្នាដៃគំនូរដែរយើងឃើញថាមិនថាគំនូរមិនថារូបថតមិនថាចម្លាក់ទេខ្ញុំឃើញថាមានការគ្រប់គ្រងច្រើនពីស្រទាប់យុវវ័យដែរហើយបានខ្ញុំនិយាយអញ្ចឹងដោយសារតែស្នាដៃខ្ញុំមួយដែលខ្ញុំពិពណ៌នៅភ្នំពេញណានៅក្នុងសន្តាគារSofitel ណាគាត់មកទិញគំនូរមកផ្ទាំងតូចនៅក្នុងហ្នឹងដែលគាត់ហ៊ានចំណាយដល់ខ្ទង់$1000ដើម្បីយកស្នាដៃនឹងទៅដាក់តាំងក្នុងផ្ទះខ្ញុំមានអារម្មណ៍ថាគាត់ចាប់ផ្ដើមឃើញតម្លៃស្នាដៃសិល្បៈរបស់ខ្មែរយើងហើយអាសូរតែគាត់ជាមនុស្សចាស់ដែលគាត់ស្គាល់សិល្បៈយូរហើយក៏ប៉ុន្តែគាត់ក្មេងតែគាត់ចាប់អារម្មណ៍collect យកស្នាដៃសិល្បៈរបស់យើងទៅដាក់តាំងក្នុងផ្ទះខ្ញុំមានអារម្មណ៍ថាខ្ញុំរំភើបខ្ញុំមានមោទនភាពចំពោះគាត់មែនទែននេះជាចំណុចដែលខ្ញុំមើលឃើញហើយកុំថាតែខ្ញុំនិយាយប៉ុណ្ណឹងខ្ញុំឃើញយើងអាចឃើញបានថាយុវវ័យយើងឃើញឥឡូវបច្ចុប្បន្នមិនថាតាការពិព័រណ៍ណាទេគឺឃើញគាត់ទៅចូលរួមច្រើនក្នុងការចូលមើលស្នាដៃពិព័រណ៍អីចឹងបាទអញ្ចឹងត្រឡប់មកវិញចំណុចដែលពិបាកជាបញ្ហារបស់សិល្បករដូចខ្ញុំបានលើកឡើងអញ្ចឹងបងធនធានអ្នកប្រម៉ូទអ្នកដែលនាំផ្លូវវាយផ្លូវឲ្យយើងដើរហើយតេតងជាមួយនឹងការគ្រប់គ្រងពីបងប្អូនប្រជាពលរដ្ឋខ្មែរយើងមិនបាច់ចាំថាយើងត្រូវតែជឿស្នាដៃទេចូលរួមមានន័យយើងចូលរួមបង្ហាញឬក៏ចូលរួមសកម្មភាពណាមួយរាល់ការសកម្មភាពដូចជាពេលខ្លះដូចមានកម្មវិធីដែល street art ឬក៏កម្មវិធីចំណូល art ដូចជានៅបាត់ដំបងអញ្ចឹងឬកម្មវិធី workshop អីនេះនៅតាមខេត្តសៀមរាបភ្នំពេញបាត់ដំបងអញ្ចឹងនៅពេលដែលសកម្មភាពគាត់ចូលរួមនេះជាសកម្មភាពលើកស្ទួយសិល្បៈតែម្ដងនឹងជាការលើកទឹកចិត្តរបស់សិល្បករដែរមិនចាំបាច់ថានេះអញត្រូវតែជីវស្នាដៃសិល្បៈទៅបានហៅថានឹងជាការលើកស្ទួយការចូលរួមជាកត្តាធំបំផុតនៃការសកម្មភាពលើកស្ទួយសិល្បៈនឹងតែម្ដងចាបាទបងអរគុណច្រើនមិញនេះបានឆ្លើយសំណួររបស់ខ្ញុំឡើង2 3ហើយបាទអត់តន់សួរឲ្យឆ្លើយតែអាចសុំសួរចែកម្លែកតិចទៀតពីព្រោះខ្ញុំចាប់អារម្មណ៍ឃើញមិញក៏បាននិយាយរួចហើយដែរថាមានយើងឃើញចាប់អារម្មណ៍ថាខ្មែរយើងក៏ចាប់អារម្មណ៍ជាមួយនឹងស្នាដៃសិល្បៈបែបចក្រពទស្សន៍នឹងផងដែរអញ្ចឹង
គ្រាន់តែឲ្យជួយចែកម្លែកតិចទៀតសូមជួយចែកម្លែកតិចទៀតតាក់ទងជាមួយនឹងថាតាំងពីចាប់ផ្ដើមស្នាដៃសិល្បៈរហូតមកដល់ឥឡូវហ្នឹងយើងមើលឃើញថាសង្គមសិល្បៈរបស់យើងយ៉ាងម៉េចដែរហើយជាមួយនឹងការគេហៅថាឆ្លើយតបភ្ញៀវជាតិអន្តរជាតិឬក៏ប្រជាជនប្រិយមិត្តទូទៅហ្នឹងយ៉ាងម៉េចដែរចំពោះស្នាដៃរបស់យើងសម្រាប់តេតងនៅលើផ្នែកមួយហ្នឹងគឺខ្ញុំឃើញខ្ញុំយល់ឃើញណាអានេះសម្រាប់ស្នាដៃរបស់ខ្ញុំផ្ទាល់ផងគឺយើងអាចត្រឡប់ទៅក្រោយកូវីដវិញទៅក្រោយកូវីដស្នាដៃខ្ញុំដែលបង្ហាញគឺភាគច្រើនការចំណាប់អារម្មណ៍ពីភ្ញៀវបរទេសច្រើនហើយក៏ទទួលបានការគាំទ្រពីភ្ញៀវបរទេសមកច្រើនដែរក៏ដែលគាត់ support ហើយនៅពេលដែលកូវីដចាប់ផ្ដើមបិទខ្ញុំសង្កេតឃើញថាស្នាដៃរបស់ខ្ញុំគឺទទួលការចាប់អារម្មណ៍ពីប្រជាជនខ្មែរយ៉ាងច្រើនជាពិសេសគឺបងប្អូនដែលគាត់នៅភ្នំពេញណាហើយគាត់ចាប់ផ្ដើមដាក់ការងារយើងធ្វើអញ្ចឹងទៅហើយគាត់ក៏ចាប់ផ្ដើមជាស្នាដៃយើងទៅដាក់ក្នុងគេហដ្ឋានរបស់គាត់តែម្ដងអញ្ចឹងខ្ញុំឃើញថាតាំងពីពេលហ្នឹងមកខ្ញុំអត់សូវមានភ្ញៀវបរទេសណាដែលគាត់មកជាស្នាដៃយើងឯងភាគច្រើនគឺខ្មែរជាងទៅរយៈពេលប្រហែលចូល 5-6 ឆ្នាំហ្នឹងគឺខ្ញុំឃើញថាកត្តានៃការគ្រប់គ្រងពីភ្ញៀវជាតិផងយើងគឺច្រើនមែនតើដូចបងដូចខ្ញុំបានប្រាប់ពីមុនអញ្ចឹងគឺខ្ញុំសង្កេតឃើញថាយុវវ័យយើងណាដូចបងប្រុសម្នាក់ដែលគាត់បានជាស្នាដៃខ្ញុំណាទាំងដែលវ័យផងគាត់ហ្នឹងគឺជាវ័យមួយដែលខ្ញុំគិតថាជាវ័យមួយដែលគាត់ជួយចិត្តសម្ភារៈនិយមច្រើនជាងគ្រប់គ្រងស្នាដៃសិល្បៈក៏ប៉ុន្តែគាត់មកគ្រប់គ្រងស្នាដៃសិល្បៈយើងគាត់ជាស្នាដៃសិល្បៈយើងទៅដាក់តាំងក្នុងផ្ទះរបស់គាត់អញ្ចឹងខ្ញុំមានអារម្មណ៍ថាអានេះវាជាគេហៅថាស្ពានមួយដែលដើរឆ្លងទៅគេមានគេបើកទ្វារឲ្យយើងឆ្លងស្ពានមួយដែលយើងរំពឹងទុកថាវានឹងអាចឆ្លងទៅស្រួលដោយសារតែ new generation ឬក៏យុវជនយុវនារីសម័យក្រោយគាត់ចាប់ផ្ដើមមើលឃើញពីសក្តានុពលនៃសិល្បៈនឹងតែម្ដងគាត់យល់ឃើញថាសិល្បៈនឹងវាមានភាពថ្លៃថ្នូរវាមានភាពស្រស់ស្អាតវាមានភាពវាមានអត្ថន័យទៅលើសង្គមអីចឹងទៅអញ្ចឹងគាត់ចាប់ផ្ដើមយកស្នាដៃទាំងអស់ហ្នឹងទៅដាក់ក្នុងគេហដ្ឋានគាត់ដើម្បីបង្ហាញពីសក្តានុពលនៃសិល្បៈហ្នឹងនៅក្នុងគេហដ្ឋានអញ្ចឹងខ្ញុំឃើញយើងធ្លាប់តែសម្លឹងឃើញបរទេសគេមាននៅបរទេសគេចាប់ផ្ដើម collect ស្នាដៃសិល្បៈពីសិល្បករអញ្ចឹងដើម្បីយកមកអួតគ្នាអញ្ចឹងណាដូចយើងអួតគ្នាយើងទិញឡានថ្មីយកមកអួតគ្នាអញ្ចឹងនៅបរទេសគេទិញស្នាដៃសិល្បៈអញ្ចឹងមកអួតគ្នាដល់ពេលដែលមិត្តភ័ក្តិគេមកលេងផ្ទះអញ្ចឹងទៅគេណែនាំពីស្នាដៃសិល្បៈប៉ុន្តែគេហ្នឹងគេបានមកពីសិល្បករមួយនេះអញ្ចឹងទៅមិត្តភ័ក្តិផងគេចាប់ផ្ដើមចាប់អារម្មណ៍អញ្ចឹងគេចាប់អារម្មណ៍ឃើញស្នាដៃហ្នឹងគេចង់បានដែរអញ្ចឹងទៅគេចាប់ផ្ដើមដេញគេហៅថាគេយើងនិយាយថាគេទិញអួតគ្នាអញ្ចឹងទៅអញ្ចឹងអានេះវាជាការគ្រប់គ្រងស្នាដៃសិល្បៈគេរស់និយមផងគេបែបហ្នឹងដល់ពេលយើងឃើញថាមករយៈពេលកន្លងមកយើងឃើញថារស់និយមយើងគឺយើងបង្អួតគ្នាទៅលើទូរស័ព្ទទៅលើឡានម៉ូតូអញ្ចឹងទៅម្លងពេលរយៈពេលក្រោយដែលខ្ញុំទទួលឃើញថាការផ្លាស់ប្ដូរហ្នឹងវាផ្លាស់ប្ដូរដោយសារតែរយៈពេលក្រោយយើងឃើញថាខ្ញុំមានបងប្អូនខ្មែរយើងដែលគាត់នៅភ្នំពេញជាពិសេសពួកគាត់បាន collect ស្នាដៃរបស់ខ្ញុំទៅដាក់ក្នុងផ្ទះអញ្ចឹងទៅហើយខ្ញុំក៏នៅទទួលបានមកទៀតដោយសារតែមានមិត្តភ័ក្តិគាត់ទៅលេងផ្ទះគាត់ដោយដែលខ្ញុំបានលើកមកពីបរទេសអញ្ចឹងវាការផ្លាស់ប្ដូរហ្នឹងសឹងតែយើងមិននឹកស្មានណាគាត់ទៅលេងផ្ទះគាត់ឃើញស្នាដៃខ្ញុំនៅក្នុងផ្ទះគាត់សួរនាំពីស្នាដៃហ្នឹងហើយគាត់ណែនាំពីស្នាដៃហ្នឹងហើយថាបានមកពីគាត់ collect មកពីសិល្បករណាអីចឹងទៅអញ្ចឹងបន្ទាប់មកប្រហែលថ្ងៃក្រោយមកភ្ញៀវដែលមិត្តភ័ក្តិដែលគាត់ទៅលេងហ្នឹងគាត់តាក់ទងមកខ្ញុំគាត់ចង់ឃើញស្នាដៃខ្ញុំគាត់ចង់ collect ស្នាដៃខ្ញុំអញ្ចឹងអាហ្នឹងវាជាផ្នែកមួយដែលលើកស្ទួយសិល្បៈយើងចាប់ផ្ដើមវាអត់ខុសគ្នាទេបងរាល់សិល្បៈទាំងអស់នៅក្នុងនៅលើភពផែនដីយើងនេះលើពិភពលោកយើងនេះគឺពឹងផ្អែកទៅលើអ្នកគ្រប់គ្រងច្រើនណាស់បាទនៅពេលដែលអ្នកគ្រប់គ្រងស្នាដៃទាំងអស់នឹងគាត់ចាប់ផ្ដើមគ្រប់គ្រងយើងច្រើនគាត់យល់ដឹងច្រើនគាត់គ្រប់គ្រងច្រើនអញ្ចឹងស្នាដៃសិល្បៈទាំងអស់ហ្នឹងវាចាប់ផ្ដើមរីកហ្មងវារីកដូចផ្សិតតែម្ដងគឺវាដុកដាលហ្មងហើយបើថាសួរថាហើយបានសិល្បៈយើងមិនរីកចម្រើនដោយសារតែយើងអត់គ្រប់គ្រងបើសិនណាយើងគ្រប់គ្រងសិល្បៈយើងនឹងរីកដុះដាលតែម្ដង
ខ្ញុំអាចនិយាយថាយើងខ្ញុំលើកឧទាហរណ៍មួយចុះការផ្លាស់ប្ដូរមួយយើងអាចផ្លាស់ប្ដូរខ្ញុំប្រាប់បងឲ្យផ្លាស់ប្ដូរបងផ្លាស់ប្ដូរទេយើងអាចប្រាប់អញ្ចឹងទេយើងប្រព្រឹត្តខ្លួនយើងបង្ហាញពីសកម្មភាពខ្លួនយើងដើម្បីឲ្យមានការផ្លាស់ប្ដូរហ្នឹងអញ្ចឹងឪពុកម្ដាយខ្ញុំតែងតែប្រាប់ឲ្យខ្ញុំនឹងជាឧទាហរណ៍ណាដែលខ្ញុំលើកមកឪពុកម្ដាយខ្ញុំគាត់តែងតែកាប់ដើមឈើហើយគាត់តែងតែមានជំនឿមួយថាដើមឈើនៅជាប់ផ្ទះអីចឹងគឺកុំទុកដោយសារតែវាចង្រៃឧបបាទអីចឹងទៅនាំចង្រៃនាំខ្មោចចូលផ្ទះអីចឹងទៅអាហ្នឹងដោយសារតែមានការជំនឿពីចាស់គ្រូព្រឹទ្ធាចារ្យមួយចំនួនដែលគាត់ជឿទៅលើអាគមខ្មៅអីចឹងទៅគាត់ក៏ប្រាប់ចឹងហើយគាត់កាប់ចេញអស់ជុំវិញផ្ទះក្តៅហួយដល់ពេលក្តៅចឹងគាត់នៅតែក្រោមដើមឈើទេសំទោសគាត់នៅតែក្រោមផ្ទះទេថ្ងៃមួយខ្ញុំសួរគាត់ដែរខ្ញុំសួរម៉ែមិនបានមិនទៅអង្គុយខាងក្រៅណោសាឡាគាត់ថាមិនឃើញទេមេឃក្តៅថ្ងៃក្តៅណាស់ទៅអង្គុយនឹងឲ្យស្លោកខ្ញុំថាមិនបានក្តៅម៉ែមិនឃើញថ្ងៃគាត់យើងនិយាយលេងសើចជាមួយគាត់ចឹងណាគាត់ថាដឹងហើយតែថ្ងៃហើយជុំមិនក្រោយថ្ងៃហ្នឹងវាប៉ះពាល់អីមិនទៅឈរទៅវាគ្មានមលុបមិនបានមិនមានមលុបគ្មានដើមឈើនឹងហើយជាចម្លើយវាគ្មានដើមឈើទៅគ្មានមលុបគ្មានមលុបទៅវាមិនតិចអញ្ចឹងដូចគ្នាដែរម៉ែសិនតែយើងចង់ឲ្យវាមានមលុបយើងត្រូវដាំដើមឈើហើយយើងកុំទៅជឿទៅលើខ្មោចចូលផ្ទះខ្មោចចូលអីហ្នឹងម៉ែមិនថាមិនឲ្យជឿទេយើងជឿអ្វីដែលយើងគិតថាវាត្រឹមត្រូវទៅហើយបន្ទាប់មករយៈពេលប្រហែលឆ្នាំក្រោយមកខ្ញុំមានកម្មវិធីបុណ្យបច្ច័យ4មួយនៅផ្ទះនៅផ្ទះមួយទៀតនៅចិត្តក្រុងផ្ទះខ្ញុំមានមកផ្ទះទូចហ្នឹងយើងធ្វើបុណ្យនៅហ្នឹងហើយខ្ញុំផ្ទះហ្នឹងខ្ញុំដាំដើមឈើច្រើនពេលយើងរៀបចំរោងដាក់រៀបចំកម្មវិធីបុណ្យហ្នឹងខាងអ្នករៀបចំរោងគាត់ទៅដើមឈើហ្នឹងគាត់កាប់គាត់ទាញកបិតមកកាប់ដើមឈើហ្នឹងខ្ញុំនៅឆ្ងាយពីខ្ញុំនៅកន្លែងផ្សេងពងរៀបចំហ្នឹងដល់ពេលខ្ញុំឮម៉ែខ្ញុំស្រែកពីក្រោមផ្ទះមកកុំឲ្យកាប់ដើមឈើគាត់ស្រែកដល់2 3ដងថាកុំឲ្យកាប់ដើមឈើគាត់កុំឲ្យកាប់ដើមឈើគាត់តែខ្ញុំមានអារម្មណ៍ថាខ្ញុំភ្ញាក់ផ្អើលពេលនេះថាម្ដាយខ្ញុំបដូរបាត់បដូរពីការកាត់ដើមឈើគាត់មករក្សាគាត់ស្រឡាញ់ដើមឈើអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាអាហ្នឹងវាជាទង្វើផងយើងដែលយើងដូចខ្ញុំដាំដើមឈើជុំវិញផ្ទះអញ្ចឹងគឺគាត់មកគាត់តែងថាអូស្ដុកណាស់អីអញ្ចឹងទៅពោះចូលសត្វចូលអីជាច្រើនតែដល់ពេលអត្ថប្រយោជន៍វាច្រើនអុកស៊ីសែនក៏ល្អវាមានវាបរិយាកាសត្រជាក់អីចឹងទៅវាអីចឹងទៅឥឡូវគាត់ចាប់ផ្ដើមផ្លាស់ប្ដូរគាត់ចាប់ផ្ដើមស្រឡាញ់ដើមឈើហ្នឹងជាការផ្លាស់ប្ដូរដោយយើងមិនបាច់ប្រាប់គាត់ថាម៉ែត្រូវតែឈប់ទេឬក៏យើងប្រាប់ថាអ្នកឯងត្រូវតែធ្វើនេះមិនត្រូវធ្វើនោះចឹងយើងអាចទៅធ្វើអញ្ចឹងបានទេព្រោះសិទ្ធិបុគ្គលវាមានរៀងខ្លួនហើយដល់ពេលអញ្ចឹងទៅបើយើងទៅផ្លាស់ប្ដូរមនុស្សដែលធ្វើអញ្ចឹងវាទៅជាគេហៅថាបំពានសិទ្ធិបុគ្គលគឺយើងអភិវឌ្ឍខ្លួនឯងយើងផ្លាស់ប្ដូរខ្លួនឯងនៅពេលដែលបុគ្គលមួយនឹងចាប់ផ្ដើមឃើញទង្វើរបស់យើងវាត្រឹមត្រូវវាល្អគេនឹងធ្វើតាមនឹងជាចំណុចល្អត្រឡប់មកវិញទៅសិល្បៈចឹងដែរបើយើងចង់ឲ្យបរទេសឃើញពីស្នាដៃយើងល្អស្នាដៃយើងនឹងរីកដុះដាលអាស្រ័យតែនៅក្នុងប្រទេសរបស់យើងនឹងគ្រប់គ្រងគ្នាលើកស្ទួយគ្នាឡើងហើយបង្ហាញពីសមិទ្ធផលយើងឲ្យគេឃើញទៅខាងគេនោះយើងចាប់ផ្ដើមឃើញពីសក្តានុពលរបស់យើងនឹងគ្រប់គ្រងពីយើងដែរនេះជាចំណុចដែលខ្ញុំអាចចែករំលែកចាអរគុណច្រើនដល់ពេលចានេះនិយាយចឹងខ្ញុំនឹកឃើញមួយទៀតតកតងជាមួយនឹងស្នាដៃធ្វើនីមួយនៅពេលដែលធ្វើស្នាដៃហ្នឹងសម្រាប់ចិននេះផ្ទាល់អីគេដែលជំរុញឲ្យបង្កើតស្នាដៃឬក៏គេហៅថា inspiration ណោះអីគេដែលជំរុញឲ្យបង្កើតស្នាដៃនីមួយឬក៏យើងមានបុគ្គលណាដែលយើងចង់ធ្វើគំរូតាមយើងឬក៏យើងហៅថា idol ដែលយើងចង់ធ្វើដើម្បីបង្កើតស្នាដៃតើតើទៅលើបញ្ហាមួយនេះដែរបងគឺការផលិតស្នាដៃមកវាបាននិយាយបានថាស្នាដៃដែលបង្កើតកន្លងមកគឺតើតើជាមួយនឹង experience ខ្លួនឯងគឺបទពិសោធន៍ខ្លួនឯងដែលយើងធ្វើណាយើងយកបទពិសោធន៍ផ្ទាល់ខ្លួនយកមកធ្វើហើយជាសាច់រឿងដែលយើងឆ្លងកាត់ហើយព្រោះធម្មតាយើងធ្វើអ្វីដែលយើងធ្លាប់ឆ្លងកាត់វាមានឥទ្ធិពលជាងហើយវាមានខ្លឹមសារខ្លាំងជាងនៅការធ្វើការងារអ្វីមួយដែលយើងអត់តន់ជួបប្រទះដែលវាជាអនាគតចឹងទៅការសរសេររឿងយើងអាចសរសេររឿងអំពីអនាគតបានងាយស្រួលក៏ប៉ុន្តែការធ្វើការងារមួយស្ថិតលើសិល្បៈស្នាដៃសិល្បៈ
dương ai vậy ban tham pia na cốt của vấn thái dương vậy pia na cốt toàn là dương ní bộ cái bị phiệt trongสังคม khlang เติบ dương និយាយពីអនាគតបានល្អតែបើអ្វីដែលល្អដែលយើងអាចចែករំលែកគឺការពិតជាក់ស្ដែងការពិតបទពិសោធន៍ជីវិតផ្ទាល់ខ្លួនអ្វីដែលយើងធ្លាប់ឆ្លងកាត់នេះជាអ្វីដែលគេចង់ឃើញគេចង់បានហើយនៅក្នុងបទពិសោធន៍ហ្នឹងវាអត់ដែរល្អទេវាមានល្អមានអាក្រក់តែភាគច្រើនគឺបទពិសោធន៍ជីវិតផងយើងមួយតែងតែជួបរឿងអាក្រក់ច្រើនអញ្ចឹងនៅក្នុងការចែករំលែកឬក៏ការផលិតស្នាដៃនឹងដែលយើងបង្ហាញពីបទពិសោធន៍អាក្រក់ៗទាំងអស់ហ្នឹងតែយើងមានដំណោះស្រាយទេនៅក្នុងស្នាដៃយើងត្រូវបង្កើតពីភាពវិជ្ជមានហើយបង្កើតពីភាពអវិជ្ជមានហើយយើងត្រូវបង្កើតពីភាពវិជ្ជមានមួយដែរហើយយើងត្រូវរកដំណោះស្រាយវាដោយសភៅរឿងដែរយើងត្រូវសរសេរសភៅរឿងយើងតែងតែមានផ្ដាំសេចក្តីតួសេចក្តីនឹងបញ្ចប់សេចក្តីមែនទេការបង្កើតផលិតស្នាដៃដូចគ្នាយើងតែងតែមានផ្ដាំសេចក្តីតួសេចក្តីបញ្ចប់សេចក្តីដូចគ្នាអញ្ចឹងវាអញ្ចឹងនៅពេលខ្លះយើងបង្ហាញតែពីបញ្ហាសង្គមក៏ប៉ុន្តែយើងអត់មានបង្ហាញពីដំណោះស្រាយវាតែយើងដោះស្រាយបែបម៉េចវាអញ្ចឹងបងអញ្ចឹងនៅពេលយើងធ្វើស្នាដៃមួយយើងអាចនិយាយពីបញ្ហាសង្គមបានយើងនិយាយពីបញ្ហាជីវិតបានតែយើងត្រូវរកស្នាដៃណាដើម្បីបង្ហាញពីដំណោះស្រាយរបស់យើងធ្វើបែបម៉េចដើម្បីដោះស្រាយវាឧទាហរណ៍ថាឥឡូវយើងមានវិបត្តិសន្ទុះវាមានវិបត្តិនៅក្នុងបញ្ហាគ្រួសារយើងវាមានវិបត្តិនៅក្នុងអារម្មណ៍របស់យើងបង្ហាញវាចេញមកហ្មងយើងបង្ហាញចេញច្រើនក៏ប៉ុន្តែសួរថាយើងបានរកដំណោះស្រាយឲ្យខ្លួនយើងទេបាទភាគច្រើនគឺកម្រក្នុងការរកដំណោះស្រាយខ្លួនឯងណាអញ្ចឹងហើយបានបច្ចុប្បន្ននេះយើងឃើញថាមនុស្សក្មេងៗគាត់ទទួលសម្ពាធគាត់ទៅរកសេចក្តីស្ងប់ជាការដោះស្រាយของគាត់អញ្ចឹងវិបត្តិគ្រួសារវិបត្តិផ្លូវចិត្តវិបត្តិអីទាំងអស់ហ្នឹងវាកើតឡើងវាមានហេតុផងវាអញ្ចឹងយើងចង់បង្ហាញពីវិបត្តិទាំងអស់ហ្នឹងយើងអាចបង្ហាញបានក៏ប៉ុន្តែបើសិនជាយើងជាមនុស្សម្នាក់ដែលអាចយើងយល់ពីវិបត្តិហ្នឹងយើងត្រូវរកដំណោះស្រាយដើម្បីព្យាបាលវិបត្តិហ្នឹងខ្ញុំអាចនិយាយបានថាខ្ញុំជាមនុស្សម្នាក់ដែលទទួលរងវិបត្តិច្រើនហើយខ្ញុំនៅក្នុងគ្រួសារមួយដែលហូរឈាមព្រឹកល្ងាចខ្ញុំត្រូវបានបណ្ដេញចេញពីផ្ទះខ្ញុំត្រូវបានឪពុកខ្ញុំចងព្យួរវាយស្លាប់វាយអីជាដើមហើយខ្ញុំត្រូវវឹកហាត់ដូចទាហានអីជាដើមដោយសារតែឪពុកជាទាហានហើយខ្ញុំឆ្លងកាត់ច្រើនហើយខ្ញុំត្រូវមិត្តសិស្សសាលានៅសាលាបឋមហ្នឹងធ្វើបាបព្រឹកងាយពេលទៅគេវាយគេបោះកថាបចោលក្នុងបន្លាយទឹកក្នុងអីជុំជាដើមហោហែយំព្រឹកយំល្ងាចត្រឡប់មកវិញខ្ញុំត្រូវការមាក់ងាយប៊ូលីពីគេមើលងាយពីមិត្តរួមថ្នាក់អីជាដើមខ្ញុំត្រូវច្រើនខ្ញុំទទួលរងច្រើនហើយមានការបំលាញមានការចាប់ធ្វើបាបវាយតាមផ្លូវអីជាដើមច្រើនសូម្បីតែគ្រូធ្លាប់វាយរហូតដល់បាក់បន្ទាត់គ្រូអីជាដើមអញ្ចឹងការក្នុងសម័យខ្ញុំរៀនគឺយើងអត់ទាន់មានសិទ្ធិកុមារទេខ្ញុំកើជាងណាអញ្ចឹងយើងទទួលរងសម្ពាធក្នុងបញ្ហានឹងច្រើនសម្ពាធផ្លូវចិត្តហើយសម្ពាធផ្លូវកាយហ្នឹងក៏វាច្រើនដែរហើយអ្នកភូមិក៏ពាក្យអ្នកភូមិក៏តែងតែនិយាយថាស្រឡាញ់កូនឲ្យអ្នកឲ្យញាតិស្រឡាញ់ផងកុំស្រឡាញ់តែឯងអញ្ចឹងមានន័យថារាល់ការកំហុសខុសឆ្គងតិចតួចក៏ត្រូវតែវាយបដាវាអញ្ចឹងទៅអញ្ចឹងយើងទទួលរងការវាយដំច្រំធាក់ហ្នឹងវាឆ្អែតឆ្អន់ហើយអញ្ចឹងសម្ពាធទាំងអស់ហ្នឹងគឺយើងធ្លាប់ជួបហើយដល់ពេលយើងធំដឹងក្តីឡើងសម្ពាធផ្លូវចិត្តក៏នៅតែមានហើយវាមានច្រើនដែលនៅជុំវិញខ្លួនយើងមនុស្សគ្រប់គ្នាតែងតែមានសម្ពាធគ្រាន់ថាសម្ពាធនោះយើងនឹងរកដំណោះស្រាយចឹងឯងអញ្ចឹងទៅបានខ្ញុំឈរបានដល់ប៉ុណ្នេះដោយសារតែខ្ញុំព្យាយាមដោះស្រាយសម្ពាធខ្លួនឯងព្យាយាមដោះស្រាយផ្លូវចិត្តខ្លួនឯងអញ្ចឹងទៅខ្ញុំអត់ព្យាយាមរកយកសម្ពាធទាំងអស់ហ្នឹងមកដាក់បន្ទុកលើខ្លួនឯងកាន់តែធ្ងន់ទៅរហូតដល់បាត់បង់សតិសម្បជញ្ញៈខ្លួនឯងទេអញ្ចឹងពេលខ្លះអានឹងយើងអាចនិយាយចឹងបានក៏ដល់ពេលដល់ជួបអ្នកខ្លះជួបខ្លាំងមែនទែនគាត់មិនដឹងគិតទៅណាគឺគាត់ដាក់បន្ទុកខ្លាំងរហូតដល់គាត់គិតខ្លីអញ្ចឹងទៅអញ្ចឹងបានថាស្នាដៃសិល្បៈវាបង្ហាញពីភាពអវិជ្ជមាននៅក្នុងសង្គមភាពអវិជ្ជមាននៅក្នុងបុគ្គលម្នាក់ក៏ប៉ុន្តែយើងបានយើងបង្ហាញពីភាពទាំងអស់ហ្នឹងចេញមកក្រៅដើម្បីឲ្យគេឃើញដើម្បីឲ្យវាបានធូររសាត់ចេញពីអ្វីដែលយើងទទួលរងសម្ពាធណាយើងគិតថាវាធូរក៏ប៉ុន្តែយើងភ្លេចរឿងដោះស្រាយវិបត្តិខ្លួនឯងយើងថាយើងតែ
តាមពិតការងារដល់ពេលយើងធ្វើអានឹងហើយយើងទៅមើលខ្លួនឯងយើងឃើញថាវាសម្ពាធវាដាក់សម្ពាធឲ្យយើងកាន់តែខ្លាំងដល់ពេលដែលយើងធ្វើស្នាដៃសិល្បៈយើងធ្វើពីសម្ពាធមួយឧទាហរណ៍ណាយើងធ្វើពីសម្ពាធផ្លូវចិត្តមួយចុះទៅលើខ្លួនឯងហើយដល់ពេលបើសិនជាយើងអត់ធ្វើដំណោះស្រាយឲ្យយើងឃើញខ្លួនឯងទេយើងមើលតែការងារសម្ពាធមួយហ្នឹងអាសម្ពាធហ្នឹងវាកាន់តែធ្លាក់លើខ្លួនយើងកាន់តែខ្លាំងអញ្ចឹងយើងរកដំណោះស្រាយមួយទៀតយើងត្រូវការរកការងារមួយណាដែលយើងធ្វើថាយើងធ្វើយ៉ាងម៉េចដើម្បីឲ្យយើងឈានចេញពីអាប្រភពខ្មៅមួយហ្នឹងសម្ពាធខ្មៅមួយហ្នឹងដើម្បីរកពន្លឺណាមួយដែលស្រស់ស្អាតដើម្បីឲ្យយើងនឹងស្រស់ស្រាយឡើងវិញអញ្ចឹងខ្ញុំរកខ្លួនឯងអ្វីដែលខ្ញុំរកខ្លួនឯងឃើញទីមួយគឺ meditation គឺសមាធិខ្លួនឯងគឺសមាធិហាត់ yoga ដល់ពេលដែលខ្ញុំមានវិបត្តិខ្លាំងខ្ញុំហាត់ yoga ខ្ញុំធ្វើសមាធិខ្លួនឯងពេលខ្លះខ្ញុំចូលទៅក្នុងព្រៃស្ងាត់ទៅឯងអញ្ចឹងទៅដើម្បីស្រូបយកខ្យល់បរិយាកាសក្នុងព្រៃអញ្ចឹងទៅមើលរុក្ខជាតិជុំវិញខ្លួនយើងទូចតាចអញ្ចឹងហើយបានខ្ញុំចូលចិត្តទៅមើលរុក្ខជាតិស្មៅទូចផ្សេងគ្នាហើយខ្ញុំពិនិត្យមើលរហូតដល់កេសរបានវាអញ្ចឹងដើម្បីធ្វើឲ្យអារម្មណ៍ខ្លួនយើងវាស្រស់ស្រាយទៅតាមនឹងដែរហើយទទួលបរិយាកាសខាងក្រៅមកវាធ្វើឲ្យអារម្មណ៍ដែលយើងមានភាពម៉ោងសាំងពីមុនមកអីហ្នឹងវារសាត់ទៅតាមនឹងអញ្ចឹងការងារសិល្បៈវាមិនមែនតែជាស្នាដៃមួយដើម្បីបង្ហាញទៅអំពីបញ្ហាទេស្នាដៃសិល្បៈបង្ហាញពីបញ្ហាក៏បានបង្ហាញពីដំណោះស្រាយក៏បានហើយវាជាថ្នាំមួយដែលថ្នាំមានឱសថមួយណាដែលព្យាបាលទៅលើមនុស្សលើលោកយើងបានច្រើនមែនតើនៅពេលដែលដូចខ្ញុំបានលើកពីមុនអញ្ចឹងគឺនៅពេលដែលគាត់ទទួលរោគសម្ពាធខ្លាំងមែនតើអញ្ចឹងពេលខ្លះគាត់មិនមែនជាអ្នកគំនូរទេក៏ប៉ុន្តែយើងអាចទាញគាត់អង្គុយគូជាមួយយើងបង្ហាញអារម្មណ៍ពីអារម្មណ៍គាត់ជាមួយយើងចឹងទៅអាទាំងអស់ហ្នឹងដែលព្យាបាលគាត់បន្តិចម្ដងការជជែកជាមួយគ្នាការធ្វើការងារជាមួយគ្នាធ្វើអារម្មណ៍ល្អៗជាមួយគ្នាហ្នឹងដែលធ្វើឲ្យគាត់ព្យាបាលអារម្មណ៍គាត់ដែលទទួលរោគសម្ពាធហ្នឹងអញ្ចឹងត្រឡប់មកវិញគឺសិល្បៈវាមានអាវុធពីរមួយអាចធ្វើឲ្យមនុស្សនឹងកាន់តែធ្លាក់ទៅក្នុងវិបត្តិមួយទៀតអាចព្យាបាលអ្នកមានវិបត្តិឲ្យក្លាយជាមនុស្សប្រក្រតីនិងល្អប្រសើរឡើងវិញបានបងចាអរគុណខ្ញុំចង់សួរមួយទៀតតកតងជាមួយនឹងមិញយើងនិយាយថាមានស្នាដៃហ្នឹងវាមានច្រើនវាអាចជាស្នាដៃដែលបង្ហាញពីបញ្ហាហើយក៏ជាមានស្នាដៃហ្នឹងខ្លះក៏អាចឲ្យជាចម្លើយឬក៏គេហៅថាលួងលោមផ្លូវចិត្តផងដែរអញ្ចឹងខ្ញុំអាចសុំសួរថាតើមានស្នាដៃណាមួយដែលចាន់នេះពេញចិត្តខ្លាំងជាងគេហើយហេតុអីបានជាពេញចិត្តស្នាដៃនោះស្នាដៃដែលខ្ញុំស្រឡាញ់ជាងគេនិយាយទៅវាពិបាកក្នុងការបរិយាយបងដោយសារតែស្នាដៃមួយនោះវានៅក្នុងនេះស្នាដៃមួយនោះគឺខ្ញុំនិយាយអំពីខ្ញុំលើកទឹកចិត្តខ្លួនឯងស្នាដៃហ្នឹងគឺខ្ញុំធ្វើការងារនឹងឡើងដើម្បីលើកទឹកចិត្តខ្លួនឯងហើយវាជាកាដូថ្ងៃគូកណាត់របស់ខ្ញុំដែរស្នាដៃមួយហ្នឹងគឺខ្ញុំគូឡើងតាក់ទងជាមួយនឹងពន្លកថ្មីឬក៏ពន្លឺថ្មីណាខ្ញុំគូអំពីសត្វក្ងោកមួយដែលដើរក្នុងព្រៃណាហើយពោពេញដោយអាប់ផ្សែងងងឹតយើងមើលទៅខាងក្រោយអត់ឃើញទេគឺវាមានផ្សែងអាប់ច្រើនពេលចឹងទៅហើយនៅលើដីដែលប្រេះកាហែងដែលវាមានវិបត្តិខ្លាំងវាស្ងួតវាត្រូវការជំនួយវាត្រូវការទឹកត្រូវការអីចឹងជាដើមក៏ប៉ុន្តែស្រាប់តែមានពន្លកឬឈើមួយដែលដុះចេញមកថ្មីហើយវាជិះពន្លឺចូលមកណាដើម្បីបង្ហាញពីការក្រោកឈរឡើងដើម្បីជីវិតមួយដែលភ្លឺស្វាងខ្លួនឯងដែលទៅចាស់ទៅចង់យើងគិតថាយើងទីខ្លួនឯងដែលត្រូវក្រោកឈរជំនះទៅលើបញ្ហាទាំងអស់ហ្នឹងអត់មានអ្នកណាមកចាប់ដៃយើងព្យួរយួរទាញមិនចេះបានដោយវាជាចំណែកមួយដែលគេមកជួយកាន់ដៃយើងទាញឲ្យយើងក្រោកក៏ប៉ុន្តែវាមិនមែនទាំងអស់ទេអ្វីដែលជាកត្តាសំខាន់ហ្នឹងគឺយើងដែលប្រឹងក្រោកខ្លួនឯងជំនះរាល់ឧបសគ្គនឹងខ្លួនឯងក្រោកឈរឡើងខ្លួនឯងអញ្ចឹងទៅការងារមួយហ្នឹងគឺខ្ញុំនិយាយអំពីពន្លឺនៃពន្លឺថ្មីនៃពន្លកថ្មីនៃពន្លឺណាពេលអញ្ចឹងហ្នឹងខ្ញុំធ្វើសម្រាប់ខ្លួនឯងក៏ប៉ុន្តែសោកស្ដាយដែរតែការងារហ្នឹងអត់បាននៅទីនេះបច្ចុប្បន្នបាទហេតុអីការងារហ្នឹងលើកទឹកចិត្តខ្លួនឯងដោយសារថាពីទូចមកដូចខ្ញុំបានជម្រាបបងអញ្ចឹងគឺខ្ញុំវិបត្តិគ្រួសារខ្ញុំវាច្រើនអញ្ចឹងយើងជាកូនច្បងយើងទទួលរងបន្ទុកនៅក្នុងគ្រួសារដែរ
នៅពេលដែលមានកំហុសខុសឆ្គងហើយយើងនៅក្នុងជនបទចឹងសម័យហ្នឹងគេមិនខ្វល់រឿងអំពើហិង្សាមិនអំពើហិង្សាទេគឺត្រូវតែដាក់ហ្មងថ្មងដបងគាត់អុកគឺវាតែងតែមានហើយមិនថាតែគ្រួសារខ្ញុំគ្រួសារអ្នកដទៃក៏ចឹងដែរនៅក្នុងចំនួន9 8 9ហ្នឹងគឺបែបហ្នឹងចឹងទៅយើងទទួលរងសម្ពាធច្រើនហើយខ្ញុំអត់សូវទទួលបានភាពកក់ក្ដៅពីគ្រួសារទេចឹងហើយឪពុកម្ដាយខ្ញុំក៏អត់សូវបាននៅជុំគ្នាដែរដោយសារតែឪពុកខ្ញុំគាត់ទៅធ្វើការនៅថៃអញ្ចឹងទៅមួយឆ្នាំអីមកម្ដងពីរដងអញ្ចឹងណាហើយដល់ពេលយើងធំដឹងក្ដីមកការស្រឡាញ់ផងយើងវានៅតែវាអត់មានហើយសង្គមជុំវិញយើងហ្នឹងក៏វាទទួលរងសម្ពាធច្រើនទៅលើបញ្ហាសង្គមហ្នឹងគឺតកតងជាមួយមិត្តភ័ក្តិមិត្តអីចឹងណាគាត់តែងតែមាក់ងាយមាក់អីយើងអញ្ចឹងទៅហើយវាយធ្វើបាបយើងដោយសារតែយើងធម្មតាខ្ញុំអត់ចូលចិត្តសង្គ្រាមទេយើងអត់ចូលចិត្តវាយតតាំងគេទេអញ្ចឹងនៅពេលដែលគេវាយយើងជាកូនប្រុសដែរតែយើងលើកដៃវាយគេអត់កើតគេមកពី3នាក់គេមកត្រួតវាយយើងទៅបានតែយំនឹងឯងគេបោះកាបូបយើងចូលទៅក្នុងកាបូបស្អីថង់ស្មាតោថង់នឹងថង់អាឡឡងណាបារីអាឡឡងយើងហ្នឹងការសម័យហ្នឹងមានអានឹងមួយគឺសบายចិត្តណាក្នុងការដាក់សភៅទៅរៀនគេចាប់បោះចូលក្នុងបល័យក្នុងអីចឹងទៅមកវិញខ្ទេចសភៅខ្ទេចអីចឹងទៅចឹងសម្ពាធទាំងអស់ហ្នឹងវាជ្រុញច្រានឲ្យយើងហើយពេលខ្លះបញ្ហាគ្រួសារផងខ្ញុំវាមានច្រើនធ្លាប់ម្ដាយខ្ញុំដេញចេញពីផ្ទះម្ដងហើយខ្ញុំចេញកាលហ្នឹងខ្ញុំនៅក្នុងព្រៃហើយខ្ញុំចេញពីអាទិត្យខ្ញុំក្មេងខ្ញុំចេញទៅនៅក្នុងព្រៃម្នាក់ឯងពីអាទិត្យហើយខ្ញុំចាប់ផ្ដើមខ្លាចផ្គរលាន់នឹងរន្ទះភ្នែកតូតាំងពីពេលហ្នឹងមកដោយសារតែរដូវភ្លៀងយើងចេញទៅក្នុងព្រៃយកមានផ្ទះខ្ទមជ្រកតែអញ្ចឹងខ្ញុំជ្រកនៅក្នុងឡណាឡដែលយើងដុតខ្ជុំណាចឹងទៅខ្ញុំជ្រកក្នុងនឹងម្នាក់ឯងល្ងាញាក់ភ្លៀងពេលយប់ផ្គររន្ទះមកយើងខ្លាចរហូតដល់បច្ចុប្បន្នខ្ញុំនៅតែខ្លាចសំឡេងរបស់នឹងដោយសារតែយើងតាំងចិត្តដែរយើងថាយើងធំដឹងក្តីហើយយើងតាំងចិត្តថាកុំខ្លាចក៏ប៉ុន្តែនៅពេលដែលវាក្រាំងមកធ្វើឲ្យយើងដូចប្រព័ន្ធសរសៃប្រសាទយើងចាប់ទាញយករឿងអតីតកាលហ្នឹងមកឲ្យយើងខ្លាចហ្មងអញ្ចឹងទៅទាំងអស់ហ្នឹងដែលវាបូកផ្សំគ្នាបន្តិចម្ដងវាធ្វើឲ្យសម្ពាធផ្លូវចិត្តយើងលាក់ក្នុងចិត្តយើងអញ្ចឹងយើងអត់ចង់បញ្ចេញទៅណាអញ្ចឹងហើយបានជាស្នាដៃមួយហ្នឹងយើងផលិតមកដើម្បីលើកទឹកចិត្តខ្លួនឯងយើងទម្លាក់អារម្មណ៍មួយហ្នឹងយើងចង់និយាយប្រាប់ខ្លួនឯងទៅតាមស្នាដៃហ្នឹងហើយខ្ញុំផលិតវាចេញមកដើម្បីទុកអញ្ចឹងទៅនេះជាអ្វីដែលខ្ញុំផលិតស្នាដៃមួយហ្នឹងបងភាគច្រើនស្នាដៃដែលខ្ញុំលើកទឹកចិត្តភាគច្រើនគឺខ្ញុំតែងតែធ្វើអ្វីដែលតាក់ទងជាមួយនឹងថ្ងៃថ្មីពន្លឺនៃជីវិតឬក៏ពន្លកថ្មីដើម្បីលើកទឹកចិត្តខ្លួនឯងបង្ហាញពីអារម្មណ៍ដែលខ្លួនឯងត្រូវក្រោកឈររឹងមាំដោយពន្លកឈើមួយចឹងតាមពិតទៅពន្លកឈើវាអត់រឹងទេពន្លកថ្មីខ្ចីងាយនឹងបាក់ងាយនឹងផុយក៏ប៉ុន្តែវាអាចដុះចេញពីដីរឹងអាចទម្លុះចេញពីដីរឹងមកបានមូលហេតុអីដោយសារតែភាពខ្លាំងផងវាដោយសារតែភាពរឹងមាំផងវាដោយសារតែមានមហិច្ឆតាឬក៏ភាពមានក្តីសង្ឃឹមផងវាដែលវាព្យាយាមលូតចេញមកពីភាពរឹងភាពស្ងួតហើយហ្នឹងដើម្បីមករកពន្លឺមករកសន្សាមមករកទឹកហ្នឹងដើម្បីឲ្យរីកលូតលាស់ធំបានចាអញ្ចឹងអាហ្នឹងវាជាសារដោះតឿនខ្លួនឯងជាទូទៅខ្ញុំតែងតែធ្វើវាហើយពេលខ្លះខ្ញុំតែងតែសរសេរជាសភៅអង្គុយសរសេរពីអារម្មណ៍ល្អៗខ្លួនឯងទុកអីចឹងទៅដើម្បីបង្ហាញពីយើងរកដំណោះស្រាយខ្លួនឯងក្រៅពីការទៅជជែកជាមួយបុគ្គលទី2យើងមានតែជជែកជាមួយសភៅយើងសរសេរជាសំណេរនៅក្នុងអារម្មណ៍ផងយើងចង់សរសេរពីអីចឹងទៅហើយពេលខ្លះក៏យើងមានន័យថាយើងទៅតំបន់ផ្សេងដើម្បីលើកទឹកចិត្តខ្លួនឯងអីចឹងទៅហើយដូចខ្ញុំបានជម្រាបចឹងគឺយូហ្គាល្អហើយ meditation ហ្នឹងការសមាធិហ្នឹងស្វែងយល់ខ្លួនឯងហ្នឹងគឺល្អដែរដើម្បីយើងធ្វើឲ្យអារម្មណ៍យើងស្ងប់អញ្ចឹងទៅអានេះជាចំណែកដែលខ្ញុំធ្វើបានអញ្ចឹងទៅវាបូករួមគ្នាបងវាមិនមែនតែទាំងអស់ហ្នឹងវាជាមួយគ្នាសិល្បៈគំនូរដែលយើងធ្វើរាល់ថ្ងៃក៏វាជាផ្នែកមួយដើម្បីព្យាបាលយើងការសរសេរជាសំណេរមួយដែលលើកទឹកចិត្តខ្លួនឯងក៏ជាថ្នាំព្យាបាលមួយការសមាធិហាត់យូហ្គាមួយក៏ធ្វើជាក៏ជាថ្នាំព្យាបាលមួយហើយការដែលយើងចុះក្នុងព្រៃដើម្បីទៅមើលជីវិតនៅតាមជនបទទៅមើលជីវិតសត្វព្រៃនៅក្នុងព្រៃរុក្ខជាតិដែលលូតលាស់ចេញមកបានក្នុងព្រៃពេលខ្លះសឹងតែមិនមានពន្លឺថ្ងៃចូលផងវាអាចលូតលាស់ចេញមកបានអញ្ចឹងវាធ្វើឲ្យយើងសិក្សាពីវាធ្វើឲ្យយើងយល់ថាជីវិតវាបែបហ្នឹង
ชีวิตវាតែងតែមានបញ្ហាជីវិតវាតែងតែជួបឧបសគ្គទោះបីវាមិនមានពន្លឺក៏ប៉ុន្តែវានៅតែលូតលាស់ដោះមកបានវាមានរូបឆោមល្អស្អាតអីចឹងទៅអញ្ចឹងអាហ្នឹងវាធម្មជាតិអាចបង្រៀនយើងច្រើនអញ្ចឹងទៅបានខ្ញុំចូលចិត្តចូលព្រៃបងឧស្សាហ៍ឃើញហើយដែលខ្ញុំតែងតែចូលព្រៃទៅក្នុងព្រៃដើម្បីសិក្សាជាមួយស្វែងយល់ទាក់ទងជាមួយនឹងសត្វព្រៃហើយស្វែងយល់ជាមួយនឹងរុក្ខជាតិជុំវិញខ្លួនចាចាអរគុណច្រើនខ្ញុំសួរច្រើនហើយតែប្រហែលមានសំណួរតិចទៀតចាអញ្ចឹងខ្ញុំផ្ដើមថាត្រឡប់ទៅក្រោយទៅថាចង់ដឹងថាហេតុអីបានជាចានីចង់ខ្លាចទៅជាសិល្បករឬក៏ខ្ញុំអាចសួរថាតើតាំងពីពេលណាដែលដឹងថាខ្លួនឯងចង់ខ្លាចទៅជាសិល្បករម្លងពេលដែលខ្ញុំចាប់ផ្ដើមដឹងខ្លួនឯងដែលចង់ខ្លាចជាសិល្បករនោះគឺអំឡុងពេលដែលខ្ញុំចូលសាលាក្នុងសាលាហ្វាបាន2ឆ្នាំក្នុងរយៈពេល2ឆ្នាំហ្នឹងពីមុនមកខ្ញុំអត់ចាប់អារម្មណ៍ថាស្អីទៅជាសិល្បករស្អីទៅជាសិល្បៈទេខ្ញុំអត់ដឹងទេខ្ញុំមករៀនហ្នឹងគឺខ្ញុំគិតថាខ្ញុំមករៀនហ្នឹងដើម្បីគូគំនូររលុយតែគូតាមអញ្ចឹងពហិទៅដើម្បីយករកថវិកាជួយគ្រួសារអញ្ចឹងឯងខ្ញុំបានផ្ដោតសំខាន់ទៅលើអ្វីទៅជាសិល្បៈទេហើយក៏មិនបានចាប់អារម្មណ៍ថាស្អីគេសិល្បករដែរក៏បន្ទាប់ពី2ឆ្នាំមកទទួលបានការណែនាំនិងការចែករំលែកបទពិសោធន៍ពីគ្រូច្រើនរៀនច្បងច្រើននៅក្នុងសាលាហើយពីសិល្បករផ្សេងមកពីបណ្ដាប្រទេសផ្សេងដែលគាត់មក workshop ជាមួយយើងនឹងធ្វើសិក្ខាសាលាជាមួយយើងគឺយើងចាប់ផ្ដើមយល់ច្រើនយើងឃើញថាសិល្បករមួយពាក្យសិល្បករមួយវាទូលំទូលាយខ្លាំងមែនទែនហើយគឺវាជាមានន័យថាធម្មពលណាធម្មពលមួយនៅលើផែនដីដែលអាចមានន័យថាអាចជះឥទ្ធិពលទៅលើស្ទាប់មហាជនបានណាអញ្ចឹងទៅសិល្បករអាចវាដូចជាអាវុធមុខពីរដែរសិល្បករអាចជះឥទ្ធិពលអាក្រក់ទៅលើមហាជនហើយក៏អាចជះឥទ្ធិពលល្អទៅលើមហាជនដែរអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមសិក្សាទៅលើផ្នែកទៅលើនឹងច្រើនព្រោះខ្ញុំចាប់អារម្មណ៍ថាហេតុអីបានអញ្ចឹងមូលហេតុដោយសារតែសិល្បករគេឲ្យតម្លៃហើយជាមនុស្សម្នាក់ដែលមានឥទ្ធិពលក្នុងការចែករំលែកបទពិសោធន៍ហើយជាមនុស្សម្នាក់ដែលមានសម្លេងខ្លាំងធ្ងន់ដើម្បីផ្សព្វផ្សាយពីព័ត៌មានជុំវិញខ្លួនពីសកម្មភាពជុំវិញខ្លួនពីបញ្ហាសង្គមពីបញ្ហានិយាយទៅច្រើននៅក្នុងប្រទេសនីមួយៗនៅក្នុងពិភពលោកយើងហ្នឹងគឺគាត់ជាសម្លេងមួយដែលធ្ងន់ដែលគាត់ដាក់ទៅមានអ្នកតាមដានមានអ្នកមិនមែនថាសិល្បករផ្នែកសូនរូបផ្នែកអីទេសិល្បករផ្នែកចម្រៀងផ្នែកល្បាំផ្នែកអីនៅពេលដែលគាត់បញ្ចេញក្បាច់ល្បាំនីមួយៗការគាត់សរសេរជាសំនៀងគាត់ច្រៀងនីមួយៗនៅក្នុងចម្រៀងនីមួយៗតែងតែមានន័យមួយនៅក្នុងនឹងន័យអប់រំន័យឲ្យជាដើមច្រើនអីចឹងទៅអញ្ចឹងអត្តពលទាំងអស់ហ្នឹងដែលជះទៅក្នុងសតវយុវវ័យជះទៅក្នុងសង្គមអញ្ចឹងសិល្បករគឺជាអាវុធមុខពីរដែរហើយក៏ជាថ្នាំព្យាបាលមួយដែរហើយជាសម្លេងមួយដែលធ្ងន់នៅក្នុងប្រទេសមួយដែរហើយសិល្បៈនោះទៀតសោតដែរគឺខ្ញុំអត់ដែលគិតថាសិល្បៈនោះវាធំទូលាយដល់ប៉ុណ្្នឹងទេខ្ញុំគិតថាខ្ញុំអាចគូអ្វីដែលខ្ញុំស្រឡាញ់ហើយខ្ញុំដាក់តាំងលក់អីចឹងទៅខ្ញុំដាក់តគូតេតងជាមួយនឹងប្រវេសន្តជាតិដកអីចឹងទៅតេតងជាមួយនឹងប្រវត្តិព្រះពុទ្ធអង្គអីចឹងទៅតាមព្រះវិហារដើម្បីជាសភនភាពនៅក្នុងសាសនាផងហើយក៏ជាចំណូលមួយដើម្បីរលុយមកចឹងណាក៏ប៉ុន្តែវាមិនមែនវាផ្ទុយពីនឹងសិល្បៈវាធំទូលាយសិល្បៈវាមានច្រើនគ្រប់ទម្រង់វាមិនមែនតែការគូនឹងទេការ design ការកាត់សម្លៀកបំពាក់ការធ្វើសំណង់ក៏ជាផ្នែកសិល្បៈមួយដែរសិល្បៈធ្វើសំណង់គឺបើមិនមានសិល្បៈក្នុងនឹងទេការរៀបចំប្លង់ក្នុងការរៀបចំអាគារមួយហ្នឹងក៏វាអត់បានមកឲ្យស្អាតដែរអញ្ចឹងសិល្បៈក្នុងការរៀបចំសក់តុបតែងមុខអាហ្នឹងគឺជាសិល្បៈមួយដែរអញ្ចឹងសិល្បៈវាធំទូលាយមែនទែនវាមានសម្បូរបែបហើយក្នុងសិល្បៈហ្នឹងទៀតសោតគឺជាថ្នាំព្យាបាលដូចខ្ញុំបានជម្រាបពីខាងក្រោមអញ្ចឹងសិល្បៈហ្នឹងគឺជាថ្នាំព្យាបាលមួយទៅក្នុងសង្គមដោយសារតែសិល្បករគាត់បានមើលឃើញច្រើនគាត់មើលចក្ខុវិស័យរបស់គាត់មើលរឿងជ្រៅមើលឃើញបានច្រើនអញ្ចឹងគាត់យកចំណុចចក្ខុវិស័យរបស់គាត់ហ្នឹងមកទម្លាក់ទៅលើស្នាដៃរបស់គាត់បង្ហាញទៅលើស្នាដៃរបស់គាត់ដើម្បីរំញោចអារម្មណ៍ទៅក្នុងសង្គមដើម្បីឲ្យគាត់ចាប់អារម្មណ៍ហើយគាត់តាមដានហើយគាត់ចាប់ផ្ដើមស្វែងយល់ពីបញ្ហាដែលគាត់បានដាក់ទៅអញ្ចឹងអាហ្នឹងវាជាគេហៅថាសារមួយដើម្បីរំញោចសតិអារម្មណ៍របស់អ្នកតាមដានណា
ពេលខ្លះគាត់ឃើញហើយថានឹងរឿងហ្នឹងវាអញ្ចឹងហើយតែគាត់បានចាប់អារម្មណ៍ទៅគាត់បានយកមកគិតពិចារណាដល់ពេលគាត់ឃើញយើងរំញោចគាត់ភ្លាមគាត់ក៏ចាប់ផ្ដើមយកមកគិតថាវាពិតជាអញ្ចឹងមែនគាត់ចាប់ផ្ដើមមានការគិតអញ្ចឹងទៅសិល្បៈនឹងជំរុញឲ្យមនុស្សមានការគិតច្រើនអញ្ចឹងគាត់ស្វែងយល់តាមដានច្រើនអញ្ចឹងត្រឡប់មកវិញសិល្បករហើយនឹងសិល្បៈហ្នឹងគឺសិល្បករគឺជាសំឡេងដ៏ពិសិដ្ឋមួយនៅក្នុងសង្គមដែលអាចជះឥទ្ធិពលទៅមហាជននៅក្នុងសង្គមហើយសិល្បៈនោះគឺជាសារមួយដែលដាក់ជូនទៅមហាជនឬក៏សតវយុវវ័យនៅក្នុងសង្គមផងយើងដែរចាអរគុណច្រើនសំណួរមួយដែលខ្ញុំឆ្ងល់សម្រាប់សិល្បករនៅពេលដែលខ្លួនឯងជាសិល្បករហើយខ្លួនឯងតែងតែបង្កើតស្នាដៃចង់ថាយើងមានប្រធានបទចង់បង្កើតស្នាដៃហើយប៉ុន្តែដែលសួរខ្លួនឯងថាតាមមានសំណួរណាខ្លះដែលសិល្បករសួរខ្លួនឯងដើម្បីបង្កើតស្នាដៃនីមួយៗឬក៏គេហៅថាដំណើរក្នុងនាមជាសិល្បករអីចឹងណាសំណួរអីខ្លះដែលសួរខ្លួនឯងសម្រាប់សំណួរហ្នឹងបងធម្មតាសិល្បករយើងទោះបីយើងរៀនចប់ហើយអីហើយក៏ដែរបងសំណួរនៅតែមានសម្រាប់ខ្លួនឯងហើយការរៀននៅតែមានសម្រាប់ខ្លួនឯងអញ្ចឹងសម្រាប់ស្នាដៃរបស់ខ្ញុំតែងតែនៅពេលខ្លះខ្ញុំអង្គុយសម្លឹងស្នាដៃខ្ញុំហើយខ្ញុំតែងតែសួរខ្លួនឯងថាស្នាដៃខ្ញុំគ្រប់គ្រាន់ហើយឬនៅតែមានអញ្ចឹងនៅតែមានសំណួរខ្លួនឯងនៅតែថាពេលខ្លះដូចស្នាដៃខ្ញុំធ្វើច្រើនឆ្នាំមកហើយខ្ញុំសម្លឹងមកវិញខ្ញុំអង្គុយសួរខ្លួនឯងថាគ្រប់គ្រាន់ហើយនៅអញ្ចឹងទៅអានេះវាជាសំណួរមួយដែលខ្ញុំតែងតែដាស់ស្ទើរខ្លួនឯងថាអ្នកត្រូវតែរៀនទៀតព្រោះវាជាសំណួរមួយហើយវាជាចំណុចមួយដែលយើងត្រូវបន្តដំណើរទៅមុខទៀតណាខ្ញុំតែងតែសួរខ្លួនឯងថាតើយើងត្រូវនៅខ្វះខាតអីគេហើយសំណួរនេះគឺថាតើយើងត្រូវតែរកពីណាទៅស្វែងយល់ពីអ្នកណានឹងជាសំណួរដែលតែងតែជាប្រចាំតែតែងតែក្រានរំលឹកខ្ញុំសួរខ្លួនឯងហើយដូចបងដឹងអញ្ចឹងថាមនុស្សម្នាក់ពេលចប់សាលាហើយយើងចប់ពីសាលាពិតមែនក៏ប៉ុន្តែជីវិតប្រចាំថ្ងៃយើងអត់ទាន់ចប់ទេអញ្ចឹងការសិក្សានៅក្នុងជីវិតប្រចាំថ្ងៃយើងអត់ដែលចប់ដូចគ្នាសិល្បៈស្នាដៃដូចគ្នាដែរយើងចប់ពីសាលាក្នុងការសិក្សាផ្នែកសិល្បៈមែនក៏ប៉ុន្តែជីវិតប្រចាំថ្ងៃនៃបដិបត្តិនៃសិល្បៈយើងអត់ទាន់ចប់ទេអញ្ចឹងយើងនៅតែសិក្សាបន្តទៀតពីរៀមច្បងហើយចំនួនសិស្សប្អូនចំនួនក្រោយពីសិល្បករផ្សេងបណ្ដាប្រទេសផ្សេងយើងត្រូវយល់ដឹងពីស្នាដៃរបស់គេយើងត្រូវយល់ដឹងពី history មានន័យថាប្រវត្តិសាស្ត្ររបស់គេប្រវត្តិសិល្បៈរបស់គេអានឹងវាច្រើនដែលយើងត្រូវរៀនអញ្ចឹងបើថាសំណួរអីគឺសំណួរមានច្រើនសំណួរច្រើនណាស់សម្រាប់សិល្បៈផ្ទាល់ខ្លួនសិល្បករខ្លួនឯងផ្ទាល់ដែលតែងតែចោទសួរលើខ្លួនឯងអ្វីដែលសំខាន់ហ្នឹងគឺតែងតែសួរជាប្រចាំហ្នឹងយើងល្អគ្រប់គ្រាន់ហើយនៅប៉ុណ្្នឹងហើយគឺយើងល្អគ្រប់គ្រាន់ហើយនៅអាសំណួរហ្នឹងធ្វើឲ្យយើងគិតថានៅទេយើងតែងតែឆ្លើយមកខ្លួនឯងនៅទេអានេះបានទៅសំណួរមួយនេះនឹងចម្លើយមួយនេះទៅធ្វើឲ្យយើងនឹងដើរទៅមុខបានបើសិនណាយើងអត់សួរខ្លួនឯងយើងគិតថាអូយើងគ្រប់គ្រាន់ហើយគ្មានអីទេប៉ុណ្្នឹងគ្រប់គ្រាន់ហើយល្អហើយគ្មានណាដូចយើងទេវាជាប់ខ្លួនឯងយើងនឹងជាប់ខ្លួនឯងហ្មងវាអត់មានណាមកជាប់ជាមួយយើងគឺយើងអ្នកជាប់ខ្លួនឯងតែបើសិនណាយើងថាយើងអត់តន់គ្រប់គ្រាន់ទេយើងអត់តន់ល្អទេអញ្ចឹងយើងនៅតែស្វែងរកទៀតយើងនៅទទួលបាននៅមានន័យថាបទពិសោធន៍ពីអ្នកដទៃយើងនៅតែទទួលផនគេបានមកទៀតនៅពេលដែលយើងបិទថាយើងគ្រប់គ្រាន់ហើយយើងមានន័យថាយើងបិទការមានន័យថាការផ្ដល់ពីគេមកឲ្យយើងទៀតណាអញ្ចឹងទៅបើសម្រាប់ខ្ញុំថាខ្ញុំអត់តន់គ្រប់គ្រាន់ទេស្នាដៃខ្ញុំពេលនេះទោះបីមានទស្សនិកជនឬក៏មហាជនជាច្រើនដែលគាត់គាំទ្រស្នាដៃខ្ញុំក៏ប៉ុន្តែខ្ញុំនៅតែគិតថាស្នាដៃខ្ញុំវាអត់តន់គ្រប់គ្រាន់ទេអញ្ចឹងចាន់នេះយល់ថាតាធ្វើមិនដើម្បីអភិវឌ្ឍខ្លួនក្នុងនាមជាសិល្បករប្រហែលជាមិននិយាយខ្លះប៉ុន្តែមានចំណុចណាផ្សេងទៀតទេចំណុចដែលយើងត្រូវអភិវឌ្ឍខ្លួនឯងទី1យើងត្រូវដូចខ្ញុំបាននិយាយអញ្ចឹងគឺយើងត្រូវចោទជាសំណួរខ្លួនឯងជារឿយទី2គឺយើងត្រូវស្វែងរកចម្លើយខ្លួនឯងឬក៏ research បន្ថែមទៅលើបច្ចុប្បន្នហ្នឹងគឺអ៊ីនធឺណិតយើងប្រើពេញដៃអញ្ចឹងទៅគឺយើងអាច research បានច្រើនចា៎មួយទៀតយើងត្រូវទទួលពីមានន័យថាកំណែតម្រង់ពីរៀមច្បងឬក៏គ្រូបេតិចារផ្សេងដែលគាត់មកជួយចែករំលែកឬក៏គាត់បង្ហាញពីអ្វីមួយឬក៏គាត់បង្ហាញពីចំណុចខ្វះខាតរបស់យើង
អញ្ចឹងយើងត្រូវទទួលពេលខ្លះបើសិនពេលខ្លះមែនយើងអាចទទួលបានថាការវិតម្លៃរបស់គាត់ការចង្អុលបង្ហាញរបស់គាត់ពាក្យពេចន៍ដែលគាត់ដាក់មកយើងនឹងមើលទៅវាឈឺជុកចាប់យើងសឹងតែទទួលយកមិនបានក៏ប៉ុន្តែអាចចំណុចទាំងអស់ហ្នឹងដែលធ្វើឲ្យយើងផ្លាស់ប្ដូរបានដែលធ្វើឲ្យយើងផ្លាស់ប្ដូរជីវិតខ្លួនឯងផ្លាស់ប្ដូរស្នាដៃខ្លួនឯងកែសម្រួលស្នាដៃខ្លួនឯងឲ្យកាន់តែល្អជាងមុនបានអញ្ចឹងយើងបើយើងថាប្រកាន់ខឹងពាក្យពេចន៍ផងគាត់ពេលខ្លះយើងប្រកាន់ខឹងវាអត់កើតទេព្រោះចំណុចទាំងអស់ហ្នឹងគឺគាត់ឃើញកង្វះខាតរបស់យើងបានគាត់មកកែសម្រួលឲ្យយើងហើយរឿងហ្នឹងជាសិទ្ធិបុគ្គលរបស់សិល្បករទេបើយើងចង់កែយើងចង់ផ្លាស់ប្ដូរអាហ្នឹងជារឿងផងគាត់ក៏ប៉ុន្តែបើសម្រាប់ខ្ញុំទទួលបានច្រើនពីរៀមច្បងពីអីច្រើនមកណាហើយពីគ្រូពីអីចឹងទៅគាត់តែងតែជួយចង្អុលបង្ហាញអីចឹងទៅហើយគាត់បង្ហាញពីចំណុចខ្វះខាតអីចឹងទៅហើយពេលខ្លះសម្ដីពាក្យពេចន៍ខ្លះវាធ្វើឲ្យយើងនឹងសឹងទទួលយកមិនបានវាឈឺចុកចាប់អីចឹងក៏ប៉ុន្តែខ្ញុំគិតមកវិញពាក្យពេចន៍ទាំងអស់ហ្នឹងធ្វើឲ្យខ្ញុំនឹងរឹងមាំបានពាក្យពេចន៍ទាំងអស់ហ្នឹងដែលធ្វើឲ្យខ្ញុំនឹងផ្លាស់ប្ដូរខ្លួនឯងបានហើយពង្រឹងសមត្ថភាពនៅក្នុងធ្វើស្នាដៃរបស់ខ្ញុំកាន់តែល្អជាងមុនច្រើនព្រោះខ្ញុំអាចសម្លឹងឃើញមកពីមួយឆ្នាំទៅមួយឆ្នាំស្នាដៃខ្ញុំវាមានភាពខុសគ្នាខ្ញុំសម្លឹងឃើញហើយអានេះមិនមែនដោយសារតែអានេះចេញពីខ្ញុំទេតែដោយសារតែឥទ្ធិពលនៅជុំវិញខ្លួនដែលគាត់ជួយចែករំលែកគាត់ប្រាប់មកគាត់ចែករំលែកមកអញ្ចឹងទៅវាធ្វើឲ្យយើងនឹងឃើញពីចំណុចខ្វះខាតខ្លួនឯងហ្មងអញ្ចឹងយើងអាចកែប្រែខ្លួនឯងបានដរាបណាតែយើងមិនទទួលយកពីកំណែតម្រង់ពីអ្នកដទៃហើយគឺយើងចប់ហើយនៅតែប៉ុណ្្នឹងឯងចាបាទបងអញ្ចឹងខ្ញុំសុំសួរមួយទៀតតើដោយសារតាមតែអ្វីដែលចានីនិយាយមិញហ្នឹងណាយើងគិតថាតើអ្វីទៅគឺជាជោគជ័យក្នុងនាមជាសិល្បករភាពជោគជ័យនៃសិល្បករបងវាជាការស្គាល់ខ្លួនឯងភាពជោគជ័យនៃសិល្បករគឺជាការស្គាល់ខ្លួនឯងបើសិនយើងជាសិល្បករអត់ទាន់ស្គាល់ខ្លួនឯងទេយើងអត់ទាន់មានភាពជោគជ័យទេហើយដែលបានខ្ញុំនិយាយថាបានស្គាល់ខ្លួនឯងដូចខ្ញុំបានលើកពីរឿងខាងមុនណាពីមុនមកលុះត្រាណាតែយើងនឹងស្គាល់ខ្លួនឯងផ្លាស់ប្ដូរខ្លួនឯងសកម្មភាពដែលយើងធ្វើបញ្ចេញមកហ្នឹងដោយសកម្មភាពខ្លួនឯងបង្ហាញទៅមហាជនដើម្បីឲ្យជាគំរូទៅភាពជោគជ័យនឹងវាកើតឡើងបានមិនថាតែសិល្បករបងគ្រប់វិស័យដើម្បីដល់ភាពជោគជ័យបានស្គាល់ខ្លួនឯងសិននៅពេលដែលយើងស្គាល់ខ្លួនឯងហើយយើងនឹងមានឥទ្ធិពលសម្រាប់សង្គមហើយនេះហើយសង្គមគេនឹងមើលមកយើងហើយគេនឹងចាប់ផ្ដើមផ្លាស់ប្ដូរទៅតាមអ្វីដែរយើងប្រព្រឹត្តប្រតិបត្តិរាល់ថ្ងៃហ្នឹងវាសំខាន់ណាស់ការប្រព្រឹត្តប្រតិបត្តិមនុស្សនីមួយៗសិល្បករនីមួយៗដែលធ្វើអញ្ចឹងដូចគ្នាដែរសិល្បករដើម្បីរកភាពជោគជ័យបានមិនមែនដោយសារតែខ្ញុំដាក់តាំងពីពណ៌ទៅគំរូរកបានព្រឹបអស់ហ្នឹងអានឹងភាពជោគជ័យរបស់ខ្ញុំមិនមែនទេបងភាពជោគជ័យរបស់ខ្ញុំគឺខ្ញុំស្គាល់ខ្លួនឯងដល់ពេលដែលខ្ញុំស្គាល់ខ្លួនឯងអញ្ចឹងមហាជនគេនឹងស្គាល់ខ្ញុំដែរអញ្ចឹងភាពជោគជ័យនឹងវារត់មករកតាមក្រោយវារត់មករកដោយមិនបាច់ចាំប្រាប់គេថាវាជោគជ័យហើយទេគឺភាពជោគជ័យហ្នឹងវានឹងកើតឡើងឯងសិល្បករដូចគ្នាដែរពាក្យថាសិល្បករពេលខ្លះខ្ញុំអត់ចង់ហៅថាខ្លួនឯងជាសិល្បករទេជាទូទៅខ្ញុំតែងតែនិយាយថាខ្លួនឯងជាអ្នកគំនូរឬក៏ជាវិចិត្រករអញ្ចឹងទៅការគូផ្ចិតផ្ចង់អញ្ចឹងទៅសិល្បករវាន័យធំសម្រាប់ខ្ញុំអញ្ចឹងណាបងអញ្ចឹងទៅសិល្បករហ្នឹងគេហៅខ្ញុំភាគច្រើនគឺដោយសារតែគេឲ្យតម្លៃមកខ្ញុំអញ្ចឹងអានឹងវាទទួលបានពីគេមកទេមិនមែនខ្ញុំមកដាក់លើតុឲ្យលើខ្លួនឯងខ្ញុំជាសិល្បករអញ្ចឹងមិនមែនអញ្ចឹងទេបងអានឹងវាដូចយើងអង្គុយលើចង្អេរធ្លុះអញ្ចឹងឲ្យលើខ្លួនឯងដើរក្នុងក្រុងអញ្ចឹងណាវាអញ្ចឹងឯងអញ្ចឹងសិល្បករគឺវាកើតឡើងដោយអ្នកគ្រប់គ្រងយើងផ្ដល់តម្លៃឲ្យក្នុងពាក្យមួយហ្នឹងបាទអញ្ចឹងចាហ្នឹងហើយខ្ញុំចាប់អារម្មណ៍ឡើងហ្នឹងដែរតាពីព្រោះអីមានច្រើនដែលខ្ញុំជួបភាគច្រើនពួកគាត់អត់ហ៊ានហៅខ្លួនឯងជាសិល្បករហើយគាត់យល់ថាប្រហែលជាអ្នកគំនូរច្រើនជាងឬក៏វិចិត្រករច្រើនជាងពីព្រោះពីដើមមកខ្មែរយើងហៅតែវិចិត្រករបាទការផ្ចិតផ្ចង់គួរឲ្យស្អាតផ្ចង់ទៅតាមក្បួនខ្នាតអាហ្នឹងទៅលើវិចិត្រករហ្នឹងតែម្ដងតែដល់ពេលពាក្យសិល្បករវាដូចជាថ្មីនៅក្នុងសង្គមកម្ពុជាអញ្ចឹងណាហើយនិយមន័យវាក៏វាធំទលាយដែរដល់ពេលអញ្ចឹងទៅពីច្រើនគឺគាត់អត់ចង់ហ៊ានទទួលយកដោយសារតែពាក្យមួយហ្នឹងវាសម្រាប់តែអ្នកគ្រប់គ្រងដែលហៅមកគាត់ប៉ុណ្្នឹងឯងនៅពេលដែលពួកគាត់គ្រប់គ្រងគាត់ចាប់ដើមហៅយើងជាសិល្បករបង្ហាញយើងពីសិល្បករអាហ្នឹងផងគាត់ក៏ប៉ុន្តែយើងសឹងតែមិនហ៊ានក្នុងការកម្រើកខ្លួននៅពេលគេហៅយើងព្រោះ
យើងគិតថាយើងវាអត់តាន់គ្រប់គ្រាន់មូលហេតុដោយសារយើងអត់តាន់គ្រប់គ្រាន់តាំងខ្លួនជាសិល្បករអញ្ចឹងទៅអញ្ចឹងថាយើងវាជាចិត្តករអញ្ចឹងអ្នកគំនូរអញ្ចឹងខ្ញុំមានច្រើនដែលគេសួរខ្ញុំធ្វើការគេអ្នកគំនូរវិចិត្រករអញ្ចឹងទៅដោយសារតែបើយើងនិយាយថាវិចិត្រករវាធំពេកវារឿងដូចវាសម្បើមពេកហ្នឹងណាដូចយើងពាក់ផ្កាយ5ផ្កាយ6លើស្មាអញ្ចឹងអញ្ចឹងទៅខ្ញុំដូចរឹងខ្លួនក្នុងការតាំងខ្លួនឯងអញ្ចឹងទៅអានឹងវាជានិយមន័យមួយសម្រាប់អ្នកគ្រប់គ្រងគាត់ហៅមកយើងទេហើយដូច idol អញ្ចឹងក៏យើងមិនមែនដូចតារាចម្រៀងគាត់ពងពេញល្បីគាត់មិនមែនថាអូខ្ញុំជា idol នេះមិនមែនទេបងគេមិនមែនយើងមិនអាចទៅតាំងខ្លួនយើងជា idol ផងគាត់ទេគឺអ្នកគ្រប់គ្រងពួកគាត់ដែលហៅគាត់ idol ដោយសារតែគាត់ឃើញពីសកម្មភាពពួកយើងហ្នឹងធ្វើអីគេខ្លះបានខ្លាចជាគំរូផងគាត់រហូតដល់គាត់ហៅជាអ្នកគំរូផងគាត់អរគុណច្រើនខ្ញុំសួរច្រើនហើយប៉ុន្តែខ្ញុំសុំសួរមួយចុងក្រោយប្រហែលជាចាន់នេះបាននិយាយខ្លះហើយប៉ុន្តែខ្ញុំអាចសុំសួរចំនួនចុងក្រោយមួយតើចាន់នេះយល់ថាក្នុងនាមជាបុគ្គលក៏ដោយក្នុងនាមជាសិល្បករក៏ដោយតើសិល្បៈបានយ៉ាងដូចម្ដេចសម្រាប់យើងឬក៏អ្វីទៅជាសិល្បៈនោះបើសម្រាប់ខ្ញុំបើឲ្យខ្ញុំបកស្រាយខ្លឹមសារនៃសិល្បៈខ្ញុំពិបាករៀងក្នុងការបកស្រាយដោយសារខ្លឹមសារសិល្បៈវាធំពេកហើយពាក្យថាសិល្បៈមួយនេះវានៅតែជាការជជែកគ្នានៅឡើយនៅលើសកលលោកដែលរកទីបញ្ចប់អត់មានទេអញ្ចឹងសិល្បៈវាបើសម្រាប់ខ្ញុំវាជាមានន័យថាគោលដៅនៃអនាគតដ៏ទូលំទូលាយមួយដែលយើងអត់មានត្រើយចឹងវានៅធំទូលាយទៀតក្នុងការស្វែងយល់ចឹងបើឲ្យខ្ញុំបញ្យល់ន័យថាសិល្បៈជាអ្វីយើងក្នុងការបញ្យល់សិល្បៈជាអ្វីវាពិបាកដោយសារតែសិល្បៈវាមានច្រើនទម្រង់ហើយវាកើតឡើងពីធម្មជាតិដែរអញ្ចឹងទៅបើខ្ញុំប្រាប់ទៅវាអាចនឹងខុសប្រាក់ចាកពីអ្នកដែលបង្កើតពាក្យសិល្បៈនឹងពីមុនមកដោយសារតែពាក្យសិល្បៈនឹងវាចេញមកពីគេមកវាយូរឆ្នាំដែរហើយពាក្យអាតនឹងហើយពាក្យអាតមួយនឹងទៀតសោតនៅប៉ែកអឺរ៉ុបក៏នៅតែជជែកគ្នាដែរនៅតែមិនតាន់ចប់មិនតាន់រកត្រើយថាសិល្បៈជាអ្វីឲ្យពិតប្រាកដដែរនៅក្នុងទស្សនៈនីមួយៗតែងតែមានភាពបញ្ចេញទស្សនៈផ្សេងគ្នាហើយដល់ពេលខ្ញុំចេញទស្សនៈខ្ញុំទៅក៏វាអត់ចូលជាមួយគេដែរដោយសារតែដូចខ្ញុំបានចឹងសិល្បៈវាធំទូលាយអញ្ចឹងទៅសម្រាប់ខ្ញុំវាសិល្បៈវាគឺជាបណ្ដុំនៃសកម្មភាពជុំវិញខ្លួនដែលត្រូវមានន័យថាបណ្ដុំនៃសកម្មភាពនៅក្នុងសង្គមដែលត្រូវចែករំលែកវាព្រោះយើងអត់ដឹងថាត្រូវបែងចែកយ៉ាងម៉េចព្រោះសិល្បៈវាចេញមកច្រើនទម្រង់ច្រើនមានដ្ឋានមែនទែនដែលយើងត្រូវធ្វើវាដល់ពេលបើខ្ញុំថាឥឡូវសិល្បៈគឺជាផ្នែកកំដរអារម្មណ៍មួយចឹងវាខុសមួយបាត់ហើយវាត្រូវមួយក៏ប៉ុន្តែវានៅច្រើនទៀតតែបើថាយើងរកឲ្យនិយមន័យមួយឲ្យក្តោបវាពិបាកដោយសារតែសិល្បៈហ្នឹងវាក្តោបន័យទាំងអស់នឹងហើយបងដល់ពេលចឹងបើយើងបកស្រាយទាំងអស់វាបែកអូហូស្ទឹងវាច្រើនមែនទែនដល់ពេលហើយខ្ញុំសឹងតែខ្ញុំអត់ហ៊ានឆ្លើយថាសិល្បៈមានន័យថាម៉េចដោយសារតែសិល្បៈហ្នឹងវានៅជុំវិញខ្លួនយើងហើយបាទយើងអាចនិយាយបានថាសិល្បៈគឺជាសភាវៈឬក៏ដួងវិញ្ញាណដែលនៅជុំវិញយើងដែលផ្ដល់អារម្មណ៍មនោសញ្ចេតនាមកឲ្យយើងនឹងឯងគឺបែបហ្នឹងតែម្ដងខ្ញុំគិតថាបែបហ្នឹងដោយសារតែរាល់ដែលយើងឃើញស្នាដៃអ្វីមួយការធ្វើអ្វីមួយគឺបងតែងតែមានអារម្មណ៍ថាទទួលបានសិល្បៈនឹងមកចូលក្នុងខ្លួនបងភ្លាមបងឃើញភ្លាមដោយសារតែដល់ពេលបងឃើញខ្ញុំរៀបចំតែជូនបងនុំនេជូនបងថាឃើញសិល្បៈក្នុងការរៀបចំល្អអាហ្នឹងវាចេញមួយទៀតបាត់ហើយវាមានន័យថាវាសិល្បៈហ្នឹងវាចេញមកពីអាតម្រងតិចទួយជំវិញខ្លួនហ្នឹងណាចាអញ្ចឹងខ្ញុំគិតថាសិល្បៈវាជាសភាវៈឬក៏ដួងវិញ្ញាណដែលនៅជុំវិញខ្លួនយើងដែលធ្វើឲ្យប៉ះទង្គិចនៅក្នុងផ្លូវអារម្មណ៍របស់យើងចាអូអរគុណច្រើនមែនតើបាទបងអរគុណច្រើនមែនតើចាន់នេះខ្ញុំសូមអរគុណម្ដងទៀតណាអរគុណច្រើនមែនតើចាន់នេះដែលផ្ដល់ពេលវេលាមានតម្លៃក្នុងការធ្វើ podcast នេះហើយខ្ញុំបានរៀនច្រើនអំពីការជជែកពិភាក្សាមួយនេះដែរអញ្ចឹងអរគុណសម្រាប់ពេលវេលាមានតម្លៃហើយនឹងចំណេះដឹងដែលចែកម្លែកបាទបងហើយខ្ញុំសូមអរគុណច្រើនដែរបងសម្រាប់ការធ្វើបទសម្ភាសន៍មួយនេះហើយក៏សូមការអព្យាស្រ័យពីបងនិងទស្សនិកជនផងដែរបើសិនណាមានពាក្យពេចន៍ណាឆ្កំឆ្គងឬក៏មិនគាត់ប្រសើរនៅក្នុងការសម្ភាសន៍នេះសូមអព្យាស្រ័យផងបង